សប្បាយចិត្តសោះមួយរយៈនេះចេះតែមានអារម្មណ៍រសាប់រសានៅក្នុងចិត្តយ៉ាងម៉េចមិនដឹងទេប៉ាកូនស្រីរបស់ប៉ាកូនមានរឿងអីទៀតហើយមែនទេឆាប់ប្រាប់ប៉ាមកណាប៉ាប្រកាសជាធ្វើគ្រប់យ៉ាងដើម្បីកូនសំណប់ចិត្តរបស់ប៉ានិយាយប្រាប់ប៉ាមកណាកូនកូនចង់សរុបប៉ាថាបើសិនជាថ្ងៃណាមួយបាត់កូនទេតែប៉ានឹងធ្វើយ៉ាងម៉េចទេកូនគ្រាន់តែចង់ដឹងនោះទេកូនសម្លាញ់របស់ប៉ាវាគ្មានថ្ងៃនឹងកើតឡើងទេណាកូនតែបើសិនជាបាត់កូនមែនប៉ានឹងតាមរកកូនស្រីរបស់ប៉ារហូតតតែឃើញណាកូនហើយយកកូនមករស់នៅជាមួយនឹងប៉ាវិញប៉ុន្តែកាលពីយប់មិញកូនយកសពឃើញលោកប៉ាអត់ខ្វល់ជាមួយកូនទេកូនយកសពថាកូនវង្វេងហើយម៉ាក់ឈប់ស្រឡាញ់កូនម៉ាក់ស្ដីឲ្យកូនកូនដឹងថាប៉ានឹងម៉ាក់អត់ស្រឡាញ់កូននោះទេអូយកូនស្រីប៉ាកុំយំណាកូនណាកុំយំវាគ្រាន់តែជាការយល់សមតាកូនឥឡូវម៉ាក់និងប៉ានៅជាមួយកូនហើយតាពួកយើងមើលថែទាំនិងស្រឡាញ់កូនតាកូនកូនឈប់យំណាកូនមានឪពុកកូនជាកៅភ្នែករបស់ប៉ាមែនហើយកូនស្រីម្ដាយកូនឈប់យំទៅណាម៉ាក់ឯណាដែលថាមិនស្រឡាញ់កូននោះកូនស្រីរបស់ម៉ាក់មានតែពីរនាក់ប៉ុណ្ណឹងបើម៉ាក់មិនស្រឡាញ់កូនខ្លួនឯងឲ្យម៉ាក់ស្រឡាញ់អ្នកណាទៅវិញទៅកូនបាត់យំទៅណាកូនណាអត់នោះទេប៉ានឹងម៉ាក់ក៏ហក់កូនកូនមិនជឿនោះទេកូនយកសពឃើញម៉ាក់ចេះស្ដីឲ្យកូនទៀតផងឥឡូវនេះកូនចាស់ស្មីរបស់ម៉ាក់ឈប់យំទៅណាកូនចាំពេលប៉ាកូនត្រឡប់មកពីធ្វើការវិញចាំម៉ាក់និងប៉ាជូនកូនទាំងពីរទៅលេងផ្សារសូរិយាហើយជូនកូនទៅញ៉ាំភីហ្សាបន្ទាប់មកទៀតជូនកូនទៅដើរលេងទិញខោអាវថ្មីទិញតុក្កតាធំកូនយល់ព្រមដែរទេម៉ាក់និយាយពិតមែនទេម៉ាក់កូនឈប់យំក៏បានដែរតែកុំភ្លេចសន្យាដែលម៉ាក់សន្យាជាមួយកូនណាលោកប៉ាអ្នកម៉ាក់មិនបាច់ជាម៉ាក់ចេះស្ដីកូនដូចជាសត្វបែបនេះម៉ាក់ឈប់ស្រឡាញ់កូនហើយមែនទេម៉ាក់ដឹងទេកូនតស៊ូមកដល់ថ្ងៃនេះកូនពិតជាពិបាកណាស់មិនបាច់ជាម៉ាក់មិនចំណាំកូនខ្លួនឯងបែបនេះម៉ាក់ឈប់ស្រឡាញ់កូនហើយការយកសុបិនរបស់កូនកាលពីក្មេងគឺខ្លាចជាការពិតមែនទេអើកូនស្រីរបស់ប៉ាកូនកំសត់ណាស់កូនទទួលបានភាពកក់ក្ដៅពីគ្រួសារតែមួយផ្លេតក៏បាត់ទៅវិញប៉ានឹងម៉ាក់ខុសឲ្យកូនកំហុសមួយនេះគឺជាវបដិសារីរបស់ម៉ាក់ប៉ាអស់មួយជីវិតដែលខ្វល់តែពីរឿងការងារហើយទុកកូនចោលឲ្យវង្វេងបាត់បែបនេះចាស្មិនមានរឿងអីបានជាកូនយំបែបនេះកូនឆាប់ប្រាប់ប៉ាមកណាប៉ាប្រកាសជាធ្វើគ្រប់បែបយ៉ាងដើម្បីកូនសំណប់ចិត្តរបស់ប៉ានិយាយប្រាប់ប៉ាមកណាកូនណាលោកពូចាំមកផ្ទះរបស់ខ្ញុំបានដល់របៀបណាតែងឆាប់ចេញទៅវិញទៅលោកពូប្រយ័ត្នខ្ញុំប្តឹងប៉ូលីសណាលោកពូឆាប់ចេញទៅវិញតែងគឺប៉ាឃើញទ្វារអត់ចាក់សោទើបចូលមកតែម្ដងទៅកូនសម្លាញ់របស់ប៉ាវាគ្មានថ្ងៃនឹងកើតឡើងនោះទេណាកូនគ្មានថ្ងៃប្តឹងប៉ូលីសឲ្យមកចាប់ឪពុកបង្កើតរបស់ខ្លួនទេចូលមកនេះមកកូនចូលមកចិត្តប៉ាមកឲ្យប៉ាបានអោបកូនរបស់ប៉ាបន្តិចមកកុំមកហៅខ្ញុំថាកូនខ្ញុំគ្មានឪពុកម្ដាយនោះទេខ្ញុំមានតែពីរអ្នកបងប្អូនខ្ញុំគ្មានឪពុកម្ដាយនោះទេលោកពូស្ដាប់ឲ្យបានណាខ្ញុំគ្មានប៉ាម៉ាក់នោះទេខ្ញុំគឺជាកូនកំព្រាកូនស្រីទាំងពីររបស់ប៉ាដឹងថាកូនខឹងប៉ាណាតែកូនដឹងទេតាំងពីបែកពីកូនម៉ាក់និងប៉ាប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដើម្បីបានជួបកូនវិញកូនដឹងទេតាំងពីថ្ងៃដែលជួបកូនដំបូងប៉ាមានអារម្មណ៍ដឹងបាត់ទៅហើយថាកូនទាំងពីរជាកូនរបស់ប៉ានិងម៉ាក់តោះកូន
យើងទៅផ្ទះយើងវិញណាទៅជាមួយប៉ាទៅជួបជុំគ្រួសារយើងវិញទៅ អត់ទេខ្ញុំមិនដែលស្គាល់លោកពូទេលោកពូក៏ហាក់លោកពូមិនដែលតាមរកខ្ញុំទៅពេលនោះទេខ្ញុំប្រាប់ណែខ្ញុំមិនដែលមានម៉ាក់ដែលជាប្រមាថកូនស្រីខ្លួនឯងនៅទីសាធារណៈនោះទេខ្ញុំពិតជាខ្មាស់គេណាស់មានតែយកពីអារម្មណ៍របស់ខ្ញុំខ្លាចដែរទេថាពេលដែលត្រាំម្ដាយបង្កើតខ្លួនឯងជាប្រមាថប្រៀបទៅនឹងសត្វធាតុបែបនេះ បងចាស្មីនបងសម្រួលអារម្មណ៍សិនទៅណាបងជឿថាបើម៉ាក់ដឹងថាពួកយើងជាកូនរបស់គាត់ក៏មិនស្ដីថាឲ្យបងបែបនេះដែរការពិតវានៅតែជាការពិតណាស់បងដឹងថាបងខឹងនឹងប៉ាម៉ាក់ណាតែបងត្រូវដឹងថាគ្មានឪពុកម្ដាយណាមិនស្រឡាញ់កូនខ្លួនឯងនោះទេ សូនីកូននិយាយត្រូវណាស់ម៉ាក់និងប៉ាមិនដែលស្អប់កូននោះទេតែប៉ានិងម៉ាក់ព្រមទទួលកំហុសសពគ្រប់បែបយ៉ាងមិនថាត្រូវលះបង់ជីវិតនោះទេណាក៏ប៉ាម៉ាក់ព្រមលះបង់ដែរឲ្យតែកូនព្រមអភ័យទោសឲ្យម៉ាក់និងប៉ា លោកប៉ាត្រឡប់ទៅវិញសិនទៅណាចាំឲ្យបងចាស្មីនគាត់សម្រួលអារម្មណ៍សិនប្រហែលជាគាត់ណាមិនទាន់អាចទទួលយកបាននៅពេលនេះទេចាំកូនព្យាយាមនិយាយជាមួយគាត់ អញ្ចឹងក៏បានដែរសូនីកូនប៉ានឹកកូនពៅរបស់ប៉ាណាស់មកចិត្តប៉ាមកកូនប៉ាសុំអោបកូនបន្តិចប៉ាស្រឡាញ់កូនណាស់កូនជាជីវិតរបស់ប៉ាហើយ លោកប៉ាកូនខាន់អាប់លោកប៉ាបែបនេះជាយូរណាស់មកហើយកូនពិតជានឹកលោកប៉ាណាស់កូនចង់អាប់លោកប៉ាបែបនេះរហូតដោយកាត់ឲ្យកូននៅពីក្មេងកូនចង់ឲ្យលោកប៉ាកេងអាប់ដោយកាត់ពីមុនកូនចង់ស្ដាប់សំឡេងអ្នកម៉ាក់បំពេកូនពិតជានឹកលោកប៉ាអ្នកម៉ាក់ខ្លាំងណាស់មិនមានអ្វីអាចប្រៀបផ្ទឹមបាននោះទេ សូនីកូនទៅផ្ទះវិញជាមួយប៉ាណាទៅផ្ទះយើងវិញណាកូនឈប់នៅទីនេះទៀតទៅទីនេះមិនកក់ក្ដៅដូចផ្ទះរបស់យើងទេចាស់ស្មិនក៏ដូចគ្នាដែរទៅផ្ទះយើងវិញណាកូនណាកូនដឹងទេបន្ទប់គេងរបស់កូនទាំងពីរគឺម៉ាក់និងប៉ាបានថែរក្សាទុកយ៉ាងល្អសូម្បីតែតុក្កតាដែលកូនតែងតែអោបវាកាលពីក្មេងក៏នៅថ្មីដដែលដែរ អត់ទេសូនីអូនទៅផ្ទះជាមួយគាត់ចាស់បងមិនចង់ទៅនោះទេបងមិនចង់នៅទីនោះហើយជួបមនុស្សដែលគ្មានទំនួលខុសត្រូវហើយជាប្រមាថកូនខ្លួនឯងបែបនេះនោះទេលោកប៉ាត្រឡប់ទៅមុនចុះណាចាំកូននិយាយលងបងចាស់ស្មានសិនកូនមិនទាន់ត្រឡប់ទៅវិញនៅពេលនេះបានទេ បានកូនអញ្ចឹងប៉ាមិនរំខានកូនទាំងពីរទៀតនោះទេប៉ាទៅវិញសិនហើយណាចាំប៉ាឧស្សាហ៍ចូលមកលេងកូនទាំងពីរសុខសប្បាយណាកូនប៉ាទៅសិនហើយ ចាលោកប៉ាជម្រាបលាណាប៉ាកូនស្រឡាញ់ប៉ាម៉ាក់ណាស់ កូនចាស់ស្មិនកូនដឹងថាប៉ាឈឺចាប់នៅកំហុសបន្តិចបន្តួចរបស់ខ្លួនប៉ុណ្ណាទេប៉ាដេកមិនលក់បក់មិនលហើយរាប់ឆ្នាំតែពេលដែលប៉ារកកូនស្រីរបស់ប៉ាឃើញហើយរឿងដែលប៉ាឈឺចាប់បំផុតនោះគឺប៉ាមិនអាចធ្វើឲ្យកូនលើកលែងទោសឲ្យប៉ាបានប៉ាឈឺចាប់ខ្លាំងណាស់ដែលកូនស្រីសំណប់ចិត្តរបស់ប៉ាប្រែជាមកហៅប៉ាថាជាពូបែបនេះទៅវិញបើសិនជាពេលវេលាត្រឡប់ថយក្រោយបានប៉ាសន្យាថានឹងមើលថែកូនទាំងពីរឲ្យបានល្អជាទីបំផុត មិនមែនកូនមិនចង់ហៅប៉ាថាជាប៉ានោះទេកូនចង់ហៅប៉ាថាប៉ាណាស់តែប៉ាដឹងទេថាការឈឺចាប់របស់កូនការវេទនារបស់កូនតាំងពីក្មេងដែលត្រូវរស់នៅក្រោមស្ពានហាទឹកហាភ្លៀងកូនពិតជាវេទនាណាស់តើពេលនោះប៉ាម៉ាក់នៅទីណាតែងកូនក៏ចង់និយាយប្រាប់ប៉ានិងម៉ាក់ដែរថាកូនពិតជាស្រឡាញ់ប៉ានិងម៉ាក់ណាស់កូនចង់ឲ្យប៉ាម៉ាក់ដូចកាលពីក្មេងគ្រប់ពេលដែលកូននឹកឃើញកូនចង់គេបេះដូងម្ដងទៅហើយបងចាស្មីននេះបងយ៉ាងម៉េចទៅហើយនឹងបងកំកាត់អេសោះណាបងចាស្មីនចាំប្អូននាំបងទៅទីពេទ្យបងកុំធ្វើឲ្យប្អូនភ័យសោះនឹង
បងឃីមបងមកមើលអូនហើយមែនទេបងសប្បាយចិត្តហើយមែនទេដែលឃើញអូនស្ថិតក្នុងស្ថានភាពបែបនេះបងដឹងទេបងឃីមក្តីស្រឡាញ់និងទំនុកចិត្តរបស់អូនគឺប្រកល់ជូនបងអស់ហើយអូនគ្មានអ្វីទៀតនោះទេពេលនេះអូនប្រឈមនឹងការជាប់ទោសពី15ទៅ20ឆ្នាំ ដាលីនបងសុំទោសគ្រប់យ៉ាងណាអូនកុំយំអូនកុំគិតពីបងអូនត្រូវមើលថែរក្សាខ្លួនឲ្យបានល្អបងចាំអូនត្រឡប់មកវិញណាបងដឹងថាគ្រប់យ៉ាងដែលអូនធ្វើគឺកើតចេញពីក្តីស្រឡាញ់ដែលបងមិនដែលបានជួបនាពេលកន្លងមកអូនអើយពេលនេះបងយល់ហើយថាអូនស្រឡាញ់បងប៉ុណ្ណាតែបងមានវបដិសារីជាមួយខ្លួនឯងណាបងអើយអូនជ្រុលខ្លួនទៅហើយបងមកភ្លេចអូនចោលទៅណារឿងដែលបងត្រូវធ្វើបន្ទាប់គឺបងត្រូវរកមនុស្សណាដែលល្អជាងអូនដែលមិនល្ងងដូចអូនមនុស្សដែលស្អាតជាងអូនតែបងមិនត្រូវរកមនុស្សដែលស្រឡាញ់បងជាងអូនឡើយពីព្រោះអូនខ្លាចថ្ងៃណាមួយបងបំភ្លេចអូនចោលអូនខ្លាចខ្លាំងណាស់បងឃីមដាលីនបងបានសន្យាជាមួយនឹងខ្លួនឯងហើយថាបងនឹងរងចាំអូនបងនឹងព្យាយាមរកលុយដើម្បីសាងគ្រួសាររួមគ្នានៅពេលដែលអូនមានសេរីភាពវិញបងនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យអូនមានសេរីភាពឲ្យបានលឿនជាងនេះណាអូនបងចង់លុបលាងកំហុសគ្រប់បែបយ៉ាងជាមួយអូនណាប្រពន្ធល្អរបស់បងអូនអរគុណបងហើយណាបងឃីមតែបងត្រូវដឹងថាអូនពិតជាមានទោសធ្ងន់ណាស់មិនអាចលើកឡើងទោសបាននោះទេបងអើយអូនគិតថាអូនមិនអាចទៅជួបបងម្ដងទៀតផងក៏មិនដឹងពេលនេះអូនមានតែការចងចាំជាមួយបងគឺគ្រប់គ្រាន់ហើយអូនមិនចង់បានអ្វីផ្សេងទៀតនោះទេតែនេះមិនមែនជាអ្វីដែលបងចង់បាននោះទេណាដាលីនអ្វីដែលបងចង់បានគឺបងចង់ធ្វើអំពើល្អជាមួយអូនចង់សាងអនាគតមួយរួមគ្នាជាមួយអូនបងនៅតែនិយាយពាក្យថាសុំទោសអូនបងសុំទោសនៅកំហុសគ្រប់យ៉ាងដែលបងបានធ្វើខុសបងមិនដឹងថាត្រូវលុបលាងដោយវិធីណាទេអូនពិតជាអរគុណបងខ្លាំងណាស់តែអូនគ្រាន់តែចង់សួរបងថាហេតុអ្វីបានជាបងមិនព្រមល្អជាងនេះតាំងតែពីពេលមុនមកម្លេះហេតុអ្វីបានជាបងតើតែមកល្អដាក់អូនក្នុងពេលនេះទៅវិញខ្ញុំសុំលោកដៃរឿងអ្នកទាំងពីរបន្តិចចុះណាលោកឃឹមហេតុអីបានជាលោកងប់ងល់ជាមួយនឹងចាស់ស្មិនម្ល៉េះនាងមានបានមកតាក់ទងគ្នាជាមួយលោកវិញទេឬក៏នាងមានចំណុចពិសេសដែលអាចតាក់ចិត្តលោកបានការពិតទៅចាស់ស្មិននាងគ្មានកំហុសអីនោះទេគ្រប់យ៉ាងគឺមកពីខ្ញុំដែលព្យាយាមតាក់ទងនាងសុំត្រូវគ្នាជាមួយនាងវិញតែនាងមិនបានត្រឡប់ក្រោយនោះទេគ្រប់យ៉ាងគឺមកពីខ្ញុំតែទាំងអស់ហ្នឹងខ្ញុំក៏ចូលរួមសាងកំហុសយ៉ាងធ្ងន់ធ្ងរដែរលោកប៉ូលីសបើខ្ញុំមិនឆេវឆាវទេខ្ញុំក៏មិនបណ្ដោយខ្លួនឲ្យស្ថិតក្នុងស្ថានភាពបែបនេះដែរខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់លោកប៉ូលីសដឹងខ្លួនខុសគឺល្អប្រសើរហើយទោសធ្ងន់នឹងคล้ายទៅជាទោសស្រាលបានណាខ្ញុំសង្ឃឹមថាមិនយូរនោះទេអ្នកទាំងពីរប្រកាសជាបានរួមរស់ជាមួយគ្នាវិញខ្ញុំទៅសិនហើយណាប៉ាវីខ្ញុំស្មានតែប៉ាវីឯងនាំខ្ញុំមកមើលក្មួយការ៉ាន់ពីព្រោះគិតថាក្មួយការ៉ាន់ត្រូវបដូរមន្ទីរពេទ្យតែបាច់ជានាំខ្ញុំមកមើលនាងម្នាក់នេះទៅវិញតោះឆាប់នាំខ្ញុំទៅផ្ទះវិញខ្ញុំមិនចង់ជួបមុខពួកនាងអស់នេះទេប៉ាថយម៉ាក់មិនបានជាម៉ាក់ប្រាប់ពាក្យសម្ដីបែបនេះបើសិនជាបងចាស់ស្មានបានលេងគាត់មានអារម្មណ៍បែបណាទេម៉ាក់ប្រាប់ពាក្យសម្ដីបែបនេះដូចជាមិនស្គាល់កូនខ្លួនឯងបន្តិចសោះម៉ាក់វាខ្ញុំហៅម៉ាក់វាឯងមកនេះគឺខ្ញុំចង់ឲ្យម៉ាក់វាឯងមកនិយាយសុំទោសពួកគេនៅពាក្យសម្ដីដែលម៉ាក់វាឯងបានប្រមាថទៅលើក្មេងៗកាលពីថ្ងៃមុនតែម៉ាក់វាឯងបែរជាមកស្ដីឲ្យទាំងអស់គ្នាដែលស្ថិតនៅក្នុងស្ថានភាពបែបនេះទៀតធ្វើទង្វើបែបនេះខ្ញុំខ្លាចក្រែងតែថាក្រែងស្អីទេនាងស៊ីណៃនេះហ៎បាទដឹងខ្លួនល្អហើយនាងយ៉ាងម៉េចហើយតែខ្ញុំគិតថាវាមិនដល់ថ្នាក់ស្លាប់នោះទេ
ខ្ញុំនិយាយត្រូវដែរទេនេះគឺខ្សែកនេះ Jasmine កូនម្ដាយនេះជាកូន Jasmine ខ្សែកនេះមកឲ្យកូនណាញ់កូនត្រូវចាំថាគ្រប់ពេលដែលកូនមានបញ្ហាវិញកូនត្រូវតែពាក់ខ្សែកនេះណាញ់វាអាចជួយជីវិតកូនបានណាញ់ពីព្រោះថាខ្សែកមួយនេះធ្លាប់បានជួយជីវិតម៉ាក់ម្ដងរួចមកហើយកូននឹងមកថែវាបានល្អណាស់ម៉ាក់កូនសន្យាថានឹងធ្វើតាមបណ្ដាំរបស់ម៉ាក់កូនមិនភ្លេចនោះទេឆ្លាតណាស់កូនម្ដាយធ្វើបែបហ្នឹងទើបសំជាកូនល្អរបស់ម៉ាក់ណាញ់ម៉ាក់ស្រឡាញ់កូនអ្នកមីងឆាប់ចាក់ចេញទៅវិញចាស់ណាញ់ខ្ញុំមិនបានជួនដំណើរទេហើយខ្ញុំក៏មិនបានចេញអ្នកមីងឲ្យមកមើលខ្ញុំដែរសូមចេញទៅវិញចាស់ណាញ់ប៉ាវីហៅខ្ញុំមកធ្វើអីដើម្បីអ្វីទេប៉ាវីដឹងរឿងច្រើនលើសពីនេះត្រូវដែរទេឆាប់និយាយប្រាប់ខ្ញុំមកប៉ាវីថាពួកគេទាំងពីរនេះពួកគេទាំងពីរគឺជាកូនស្រីបង្កើតរបស់ពួកយើងគឺពួកគេនេះហើយណាហេតុអីបានជាម៉ាក់វាឯងសម្ដីអាក្រក់ដាក់កូនបង្កើតរបស់ខ្លួនឯងបែបនេះបើទោះបីជាគេជាអ្នកដទៃក៏ដោយតែម៉ាក់វាឯងក៏គ្មានសិទ្ធិមកប្រមាថគេបែបនេះដែរកុំមកឆ្លុះប្រកែកគ្នាអីបានទេអាណិតខ្ញុំផងទេកុំរំខានខ្ញុំកំពុងតែសម្រាប់ឯងបានអ្នកទាំងពីរនៅចាត់ទុកខ្ញុំជាកូននោះក៏ឆាប់ចាក់ចេញទេខ្ញុំមិនចង់ឃើញមុខអ្នកទាំងពីរនោះទេប៉ាម៉ាក់ឯងបងចាស់ស្មីសម្រាប់សិនទៅណាញ់កុំរំខានគាត់អីពេលនេះគាត់កំពុងតែមិនស្រួលក្នុងចិនសូមប៉ាម៉ាក់អញ្ចឹងទៅក្រៅសិនទៅណាញ់ចាំនិយាយជាមួយគាត់នៅពេលក្រោយក៏បានតោះម៉ាក់វាឆាប់ចេញទៅសិនទៅបន្តិចទៀតពេលកូនស្រីយើងធូរស្រាលជាងនេះចាំត្រឡប់មកវិញក៏មិនយឺតពេលដែររឿងដែលសំខាន់នោះគឺយើងបានជួបគ្រួសាររបស់យើងវិញម៉ាក់ពេទ្យប្រាប់ថាពេលណាទើបខ្ញុំអាចដើរបានទៅខ្ញុំពិតជាធុញទ្រាន់នឹងមិនចង់រស់នៅជាមួយជីវិតបែបនេះទេខ្ញុំធុញណាស់ម៉ាក់ខ្ញុំចង់មានសេរីភាពខ្ញុំមិនចង់នៅលើរទេះនេះទេម៉ាក់មិនយូរទីណាកូននឹងវិលត្រឡប់មកសភាពដើមវិញហើយកូនសម្លាញ់របស់ម៉ាក់ទ្រាំសិនទៅណាញ់ប្រហែលកន្លះខែទៀតលែងអីហើយណាកូនហើយចុះឃាតករមានខត់ខ្លួនបានហើយនៅម៉ាក់មានបានប្តឹងទៅខាងប៉ូលីសដែរទេឃាតករនោះត្រូវបានបងប្រុសរបស់ឯងបានសម្លាប់បាត់ទៅហើយកូនកុំគិតច្រើនអីណាញ់មើលថាសុខភាពឲ្យល្អទៅកុំខ្វះច្រើនពេកណាកូនមានម៉ាក់មានប៉ានៅមើលថែកូនហើយនេះបងយកដល់ថ្នាក់សម្លាប់មនុស្សផងហ៎ហើយចុះចាស់ស្មិនគេតាណាហើយម៉ាក់មិនបានជាមិនឃើញគេមកមើលថែខ្ញុំអញ្ចឹងគេស្អប់ខ្ញុំហើយមែនទេប្រហែលជាគេស្អប់កូនដែលលួចស្រឡាញ់គេហើយមិនមែនអញ្ចឹងទេណាកូនអ្វីមិនដូចជាកូនគិតនោះទេពេលដែលកូនគេងឈឺនៅមន្ទីរពេទ្យចាស់ស្មីនតែងតែមើលថែកូនជានិច្ចណាស់ក៏ប៉ុន្តែយ៉ាងម៉េចទៅម៉ាក់ឆាប់និយាយប្រាប់ខ្ញុំមកណាម៉ាក់កូនចង់ដឹងណាស់ថាមូលហេតុអីបានជាមិនមានវត្តមានគេក្នុងពេលនេះអញ្ចឹងកូនការ៉ាន់ពេលនេះចាស់ស្មីនគេកំពុងតែសម្រាកនៅមន្ទីរពេទ្យដែរណាម៉ាក់មិនដឹងថាមូលហេតុអ្វីនោះទេតែលើថាប្អូនស្រីរបស់គេប្រាប់ម៉ាក់ថានៅសុកចាស់ស្មីនគេក៏ដូរសន្លំដែលមិនដឹងពីមូលហេតុអ្វីនោះទេកូនអាចទៅមើលគេបានដែរទេម៉ាក់កូនចង់ជួបគេណាកូនចង់និយាយពាក្យខ្លះទៅកាន់គេនៅពេលនេះចាំពេលដែលកូនអាចដើរបាននឹងធូរស្រាលដូចមុនកូនអាចទៅជួបគេបានហើយណាឥឡូវកូនសម្រាប់សិនទៅអង្គុយឲ្យតែស្ងៀមទៅចាំម៉ាក់រុញជូនដើរលេងណាសូនីម៉ាក់ពិតជានឹកកូនពើរបស់ម៉ាក់ណាម៉ាក់ចង់អប់កូនបែបនេះរហូតមិនចង់លែងឡើយកូនសំណប់របស់ម៉ាក់ខុសចំពោះកូនធ្ងន់ណាស់ម៉ាក់មិនដឹងថាគូលូបលៀងទុំដោយរបៀបណាទើបសមនោះទេមិនអីទេណាម៉ាក់សម្រាប់កូនគ្រាន់តែបានជួបជុំជាមួយគ្រួសារយើងវិញគឺគ្រប់គ្រាន់ហើយកូនមិនត្រូវការអ្វីលើសពីនេះទៀតទេតែបងចាស់ស្មីនវិញគឺថាគឺយ៉ាងម៉េចទៅកូនបងស្រីរបស់កូនយ៉ាងម៉េចទៅវិញទៅកូនឆាប់និយាយប្រាប់ប៉ានិងម៉ាក់មកណា
មិនចាំបាច់ខ្លាចក្រែងអ្វីទេប៉ានឹងម៉ាក់ព្រមលះបង់គ្រប់យ៉ាងឲ្យតែកូនសប្បាយចិត្តឡើងវិញ ប្រកាសហើយកូនឆាប់និយាយមកណាប៉ានឹងម៉ាក់ចាំតែជួយកូននោះទេ ប៉ានឹងម៉ាក់ដឹងទេតាំងតែពីវិញបែបពីលោកទាំងពីរមកបងចាស់ស្មីនគាត់វេទនាគ្រប់យ៉ាងរ៉ាប់រងរឿងគ្រប់យ៉ាងប្រាំងប្រែងតែបំរើផ្ទះគេយកលុយមកឲ្យប្អូនរៀនសូនតម្រាំតែមានថ្ងៃនេះបងចាស់ស្មីនគាត់អត់ទ្រាំគ្រប់បែបយ៉ាងរហូតត្រូវបានគេបណ្ដឹងចេញពីកន្លែងការងារហើយក៏ត្រូវទៅរស់នៅជាខ្ញុំអំរើគេបានហើយឈប់និយាយទៅកូនម៉ាក់ពិបាកទប់ទឹកភ្នែកហ្នឹងម៉ាក់យល់ហើយថាកូនចាស់ស្មីនពិបាកម៉ាក់យល់ពីទុក្ខសោករបស់គេគ្រប់យ៉ាងប៉ុន្តែម៉ាក់គ្រាន់តែចង់ដឹងថាហេតុអ្វីបានជាកូនចាស់ស្មីនគេស្អប់ម៉ាក់នឹងប៉ាយ៉ាងនេះម៉ាក់ចាំបានទេថាម៉ាក់ធ្លាប់ស្ដីបន្ទោសនឹងជេរប្រមាថទៅកាន់បងចាស់ស្មីនប្រមាថដងនោះកូនមិនចង់រំលឹកដល់នោះទេតែម៉ាក់គួរតែដឹងខ្លួនហើយម៉ាក់ដឹងទេកូនស្រីម្នាក់ដែលខ្វះភាពកក់ក្ដៅពីឪពុកម្ដាយតាំងពីក្មេងតែពេលបានជួបម្ដាយរបស់ខ្លួនហើយបែរជាត្រូវមកទទួលពាក្យប្រមាថប្រៀបដូចជាសត្វធានសម្រាប់កូនគឺកូនមិនចេះគិតច្រើនទេណាម៉ាំងតែបងចាស់ស្មីនវិញមិនដូចជាកូនឡើយបងចាស់ស្មីនជាមនុស្សដែលមានក្តីសម័យខ្ពស់តែកូនបើជាមិនទទួលបានការសិក្សារៀនសូត្របានខ្ពង់ខ្ពស់គាត់ប្រហែលជាមានអារម្មណ៍ថាអន់ចិត្តជាមួយនឹងវាសនាខ្លួនឯងក៏ថាបានម៉ាក់មិនយល់ពីអារម្មណ៍មួយនេះទេអត់នោះទេម៉ាក់យល់ច្បាស់ណាស់កូនពីព្រោះកាលពីមុនកូនចាស់ស្មីនធ្លាប់បាននិយាយប្រាប់ម៉ាក់ថាចាកូនចាស់ស្មីនកូនពេលកូនធំឡើងទៅកូនចង់ធ្វើអ្វីដែរទេកូនអាចប្រាប់ម៉ាក់បានទេម៉ាក់នឹងជួយសម្រេចគោលដៅរបស់កូនហ្នឹងកូនសម្រាប់ចិត្តរបស់ម៉ាក់នៅពេលដែលកូនធំឡើងកូនចង់ខ្លាចខ្លួនជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនដ៏ធំមួយកូនចង់ស្នាប់តំណែងប៉ានិងម៉ាក់ហើយកូននឹងធ្វើឲ្យប៉ាម៉ាក់មានមោទនភាពចំពោះកូនទោះបីជាគ្រួសាររបស់ពួកយើងមិនមានកូនប្រុសដើម្បីស្នាប់តំណែងក៏ដោយកូនសន្យាជាមួយលោកទាំងពីរហ្នឹងថានឹងធ្វើឲ្យបានពិតជាល្អណាស់កូនស្រីរបស់ម៉ាក់មានមហិច្ឆតាខ្ពស់ណាស់ម៉ាក់ពិតជារំភើបណាស់ពេលបានឮពាក្យបែបនេះចេញពីមាត់របស់កូនស្រីកូនមានការគិតបានខ្ពង់ខ្ពស់ហើយថែមទាំងចេះគិតបានវែងឆ្ងាយនិងគិតចង់ជួយគ្រួសារទៀតកូនត្រូវតែខិតខំរៀនសូត្រណាស់កុំធ្វើឲ្យក្តីសម័យរបស់កូនត្រូវបានបំផ្លាញកូនបានសន្យាជាមួយម៉ាក់ម្ដងហើយថានឹងប្រឹងប្រែងរៀនសូត្រឲ្យខ្លាចជាសាពូកែងហើយពេលធំឡើងកូននឹងប្រឡងយកអាហារូបករណ៍នៅសាលាល្អមិនចាំបាច់ឲ្យប៉ាម៉ាក់បាំងលុយឲ្យកូននោះទេចាកូនពិតជាល្អណាស់ម៉ាក់ជឿថាកូនស្រីសម្រាប់ចិត្តរបស់ម៉ាក់អាចធ្វើបានម៉ាក់គាំទ្រកូនគ្រប់យ៉ាងណាស់ស៊ូណាកូនចាស់ស្មីនធ្លាប់និយាយប្រាប់ម៉ាក់បែបនេះតាំងពីពេលនោះមកម៉ាក់មិនដឹងថាការសិក្សារបស់គេយ៉ាងណានោះទេម៉ាក់ដឹងថាកូនពិតជាពិបាកតែម៉ាក់និងប៉ាក៏មិនចង់ឲ្យមានរឿងបែបនេះកើតឡើងដែរបងចាស់ស្មីនបានរៀនត្រឹមតែថ្នាក់ទី12ប៉ុណ្ណឹងប៉ុន្តែកូនបានរកលុយឲ្យខ្ញុំរៀនសូត្ររហូតបញ្ចប់ថ្នាក់មហាវិទ្យាល័យម៉ាក់ដឹងទេបងចាស់ស្មីនសម្រាប់ខ្ញុំគឺពិតជាមានគុណចំពោះខ្ញុំណាស់มันអាចមានគុណណាប្រៀបផ្ទឹមបានទេឈប់និយាយរឿងនេះទៅណាព្រោះអ្វីបានហួសអស់ទៅហើយសំខាន់ពេលនេះគឺគ្រួសាររបស់យើងបានជួបជុំគ្នាដូចដើមវិញមិនចឹងឯម៉ាក់វាត្រូវហើយប៉ាវីយ៉ាងណាក៏កូនចាស់ស្មីនបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី12ដែរពេលនេះម៉ាក់និងប៉ាបានសម្រេចចិត្តឲ្យគេរៀនបន្តនៅសាកលវិទ្យាល័យបានណាមួយគេក៏នៅក្មេងមិនទាន់ចាស់ណាស់ណានោះទេត្រូវហើយឲ្យទៅជាប់ទី12ទោះបីជាគេចង់បន្តការសិក្សាពេលណាក៏បានដែរមិនជាបញ្ហាអ្វីនោះទេប៉ានឹងទៅនិយាយជាមួយកូនចាស់ស្មីននៅបញ្ហានេះណាកូនក៏សង្ឃឹមដូចជាម៉ាក់និងប៉ាដែរកូនចង់ឃើញបងចាស់ស្មីនមានអនាគតល្អជាងនេះហើយកូនក៏ចង់ឃើញគ្រួសាររបស់ពួកយើងជួបជុំគ្នាឡើងវិញដែរបែបនេះហើយគឺជាអ្វីដែលកូនចង់បាននោះហើយវាស្អីឯងទៀតហើយនេះលេខារបស់ឯងមានរឿងមិនចេះចប់មិនចេះហើយតែម្ដងហើយណាវាជាកម្រងបិទបញ្ចប់ឆ្នាំផងមិនបានជាបណ្ដោយឲ្យទៅជាបែបនេះមិនអញ្ចឹងទេណាបងយុប្រកាសជាមានគេលួចយកទៅហើយខ្ញុំជឿជាក់លើនាងសូនីណា
នាងគឺជាមនុស្សដែលម៉ត់ចត់ជាមួយនឹងការងារខ្លាំងណាស់ការដែលបាត់ឯកសារនេះគឺច្បាស់ជាមានអ្នកនៅពីក្រោយជាជាមិនខានទេបើគេជាមនុស្សម៉ត់ចត់ដូចដែលឯងនិយាយនោះគេមិនធ្វើឲ្យបាត់ឯកសារអញ្ចឹងទេកុំឆោតពេកបងប្រាប់ឯងណាឆៃឯងឆាប់ដកខ្លួនចេញពីនាងឲ្យហើយទៅប្រយ័ត្នមានគ្រោះកាចដូចជាការ៉ាន់ហេតុអីទៅបងយុនេះបងពីរដងហើយណាដែលបងនិយាយឲ្យខ្ញុំឈប់តាក់ទងជាមួយនឹងសូនីបើសិនជាបងមិនអាចលើកលែងឲ្យនាងព្រោះតែរឿងបាត់ឯកសារទេទុកឲ្យខ្ញុំជាអ្នកធ្វើសងបងវិញក៏បានដែរបងមិនបាច់មកប្រាប់ឲ្យខ្ញុំដកខ្លួនពីមនុស្សដែលខ្ញុំស្រឡាញ់ទេអាឆៃឯងស្ដាប់បងខ្លះទៅណាមានរឿងច្រើនណាស់ដែលឯងមិនដឹងហើយឯងក៏គ្មានថ្ងៃនឹងស្មានដល់នោះដែរបងប្រាប់ឯងក្នុងនាមជាបងប្រុសបងចង់ឲ្យប្អូនល្អបើឯងមិនស្ដាប់បងទេក៏ឲ្យទៅចុះរឿងអីដែលខ្ញុំមិនដឹងនោះបងរឿងអីបងឆាប់និយាយមកខ្ញុំជឿថាសូននេះគ្មានអីលាក់បាំងជាមួយខ្ញុំនោះទេបើសិនជាបងមិនប្រាប់ខ្ញុំក៏បានដែរខ្ញុំទៅសួរនាងដោយខ្លួនឯងក៏បានអាឆៃឯងចង់ទៅណាឆាប់មកនិយាយជាមួយបងវិញភ្លាមឯងមិនអាចធ្វើអីតាមទៅអំពើចិត្តបានទេណានាង Jasmine ធ្វើឲ្យញាប់ដៃញាប់ជើងបន្តិចទៅមើលបើនាងនៅធ្វើការស្ពឹកបែបហ្នឹងពេលណាទៅរួចរាល់ទៅធ្វើអីឲ្យចេះគិតពិចារណាផងខ្ញុំយកលុយទៅជួលនាងមិនមែនយកกระดาษទៅជួលនាងនោះទេនាងធ្វើអីឲ្យចេះខ្លាចក្រាញ់ចវាយនេះខ្លះផងទៅលោកយងនេះខ្ញុំមិនបានជាកជាដាច់ថ្លៃរបស់លោកទេណាលោកខាងខ្ញុំធ្វើឲ្យបើមានចិនក៏ឆាប់ចង់មកជួយម៉ងកុំបានតែនិយាយអត់ប្រយោជន៍ពេកខ្ញុំពិតជាថ្លឹងណាស់កុំសំដីលយពេកណាឆាប់ទៅធ្វើការវិញទៅកុំមកឆ្លើយឆ្លងជាមួយខ្ញុំទុកឲ្យខ្ញុំនិយាយប្រាប់នាងបណ្ដើហើយនាងធ្វើបណ្ដើទៅពេលធ្វើហើយទៅផ្សារទិញត្រីដេញនិងផ្លែស្វាយមកផងថ្ងៃនេះខ្ញុំចង់ញ៉ាំត្រីដេញអាំងជាមួយនឹងបុកស្វាយហើយពេលអាំងមើលភ្លើងឲ្យឆ្អិនស្រួលបួលកុំឲ្យខ្លោចដូចថ្ងៃមុនចាខ្ញុំដឹងហើយលោកអស់ការនិយាយហើយនេះបើអស់ហើយចេញទៅកុំមករំខានខ្ញុំពេកខ្ញុំពិតជាធន់ណាស់ចង់នៅម្នាក់ឯងមិនមែននៅពីមុខមនុស្សប្រុសដូចជាលោកឡើយពេលធ្វើម្ហូបហើយកុំទាន់ញ៉ាំបាយត្រូវទៅបោកខោអាវឲ្យខ្ញុំសិនព្រោះខ្ញុំគ្មានអីស្លៀកធ្វើការទេកុំភ្លេចបញ្ជារបស់ខ្ញុំឲ្យសោះណាសុំបញ្ជាក់ម្ដងទៀតស្អែកនេះខ្ញុំគ្មានអីស្លៀកទេមិនអីទេណាចាំប្រមូលទុកឲ្យខ្ញុំនៅក្នុងបន្ទប់របស់លោកចុះណាចាំខ្ញុំត្រូវប្រមូលយកទៅបោកឲ្យប៉ុណ្ណឹងអស់ចលោកហើយណានៅទេចាំស្ដាប់បញ្ជារបស់ខ្ញុំបន្តទៀតខ្ញុំមិនចូលចិត្តពាក់ខោអាវដែលបោកដោយម៉ាស៊ីននោះទេអ្នកនាង Jasmine ត្រូវទៅយកខោអាវរបស់ខ្ញុំទៅបោកដោយដៃបោកឲ្យស្អាតផងព្រោះខោអាវរបស់ខ្ញុំមានតម្លៃជាងអ្នកនាងទៅទៀតបើសិនជាមានតម្លៃដល់ថ្នាក់នេះលោកបើកុកខ្លួនឯងតែងមិនចាំបាច់មកប្រើខ្ញុំនោះទេបានហើយខ្ញុំពិតជាហត់ណាស់កុំមករអ៊ូរងើនៅតិចរបស់ខ្ញុំទៀតពិតជាគួរធុញនាងគ្មានសិទ្ធិមកតវ៉ាជាមួយខ្ញុំទេណាខ្ញុំជាចៅហ្វាយរបស់នាងខ្ញុំចង់ប្រើនាងយ៉ាងម៉េចក៏បានវាជាសិទ្ធិរបស់ខ្ញុំនាងកុំមកប្រកែកជាមួយខ្ញុំនាំតែខាតពេលអីខ្ញុំបញ្ជាឲ្យធ្វើអីធ្វើតាមតែខ្ញុំទៅតាកាត់ឲ្យលោកធ្វើនេះវាដូចជាហួសហេតុពេកហើយណាលោកកំពុងតែរំលោភលើកម្លាំងពលកម្មរបស់ខ្ញុំហើយណាលោកយូកុំជ្រុលហួសហេតុពេកលុយរបស់លោកវាមិនច្រើនណាស់ណាជាងលុយរបស់ម៉ាក់យ៉ាងម៉េចចង់និយាយពីអីហ្នឹងក្រែងមួយថ្ងៃនាងធ្វើការឲ្យខ្ញុំ8ម៉ោងមែនទេខ្ញុំប្រើនាងប៉ុណ្ណឹងគឺនៅស្ទើរណាស់ហើយបើខ្ញុំចង់រំលោភលើកម្លាំងពលកម្មរបស់នាងមែនតើវាយ៉ាងម៉េចទៅហ៎នាងចង់ធ្វើអីខ្ញុំហ៎និយាយមកមើលថានាងចង់ធ្វើអីខ្ញុំនេះលោកកំពុងតែឌឺដងដាក់ខ្ញុំមែនទេញាក់ចិញ្ចាំដាក់ខ្ញុំទៀតលោកកំពុងតែជឿជាក់លើខ្លួនឯងមែនទេហើយលោកយូកុំសាធ្វើរឹកលុយដាក់ខ្ញុំពេកប្រយ័ត្នខ្លួនតិចទេហើយវាយ៉ាងម៉េចចង់ធ្វើអីខ្ញុំមិនមែនឬមួយក៏ចង់វាយខ្ញុំវាយមកខ្ញុំឈរឲ្យនាងវាយឲ្យតាឆាប់វាយមកនេះលោកឌឺដងជាមួយខ្ញុំមែនទេលោកយូនេះយកមកដៃទៀតទេអូយឈឺណាស់ម៉ាក់នាងចំអក់នេះដៃធ្ងន់ណាស់កូនមិនដឹងអីផងមកវាយកូនគិតទៅមនុស្សគ្មានហេតុផលដូចជានាងគួរតែបីកញ្ញរាប់មួយអីទេបានសមបើកូនមិនទៅរករឿងគេងម៉ាក់ជឿថា Jasmine ក៏មិនទៅធ្វើអីកូនដែរណាយូមានតែកូនទេងដែលទៅញាស់គេមនុស្សទៅម៉ាក់ជឿដោយពាក្យចាស់លោកពូថាទំពូមិនទៅភ្នៅក៏មិនមកដែរប៉ាត់មែនហើយអ្នកមីងខ្ញុំនៅតែខ្ញុំទេងលើកយកម្រករឿងខ្ញុំខ្លួនឯងហើយឌឺឲ្យខ្ញុំវាយគាត់ទៀតណែនាងនេះខ្ញុំនិយាយតាមស្រួលទេណា
គឺអ្នកនាងទេដែលហក់មកវាយខ្ញុំនោះគិតទៅមនុស្សដូចជានាងពេលនៅចិត្តខ្ញុំឡើងដូចអ្នកក្លាហាននៅក្នុងរឿងចិនតែពេលនៅពីមុខម៉ាក់ខ្ញុំវិញធ្វើខ្លួនដូចជាជនរងគ្រោះអញ្ចឹងខ្ញុំជ្រិញអ្នកនាងខ្លាំងណាស់ម៉ាក់បានមើលតាមកាមេរ៉ាសុវត្ថិភាពអស់ហើយមានតែសម្លេងកូនទៀតណាយូនេះកូនកុំក្បាលខូចពេកបាទថាស្រឡាញ់ចាស់ស្មីនក៏សារភាពទេចាំម៉ាក់រៀបចំសំគុំឲ្យអូឲ្យខ្ញុំទៅយកនាងនោះបានហើយម៉ាក់គ្មានរឿងនឹងកើតឡើងនោះទេជាតិនេះទោះបីជាស្រីក្នុងពិភពលោកមានតែនាងម្នាក់ក៏ខ្ញុំមិនយកនាងដែរពិតជាយ៉ាប់ណាស់កូននេះធំហើយនៅធ្វើចរិតដូចជាកូនក្មេងទៀតពីបាបបដៅមែនតាំងតែពីក្មេងរហូតដល់កម្លាំងកូនចាស់ស្មីនកុំប្រកាសប្រកាន់នឹងបងអីណាកូនកូនយុតែប៉ុណ្្នឹងឯងកុំតូចចិត្តតូចថ្លើមអីហ្នឹងមិនអីទេណាអ្នកមីងចាស់ស្មីនមិនមានបញ្ហាអ្វីនោះទេរឿងបែបនេះវាសមជាមួយនឹងចាស់ស្មីនតាហែងក្មួយសមជម្រាបលាអ្នកមីងតែធ្វើការបន្តសិនហើយហ្នឹងចាអញ្ជើញចោះណាកូនមីងមិនរំខានយូរនោះទេហ្នឹងសូនីកុំខ្លាចណាចាំខ្ញុំជាអ្នករ៉ាប់រងគ្រប់យ៉ាងជំនួសសូនីទៅចុះខ្ញុំមិនបដ ாய் ឲ្យបងយុស្ដីឲ្យអ្នកនាងទេខ្ញុំសន្យានឹងការពារអ្នកនាងណាប៉ាត់មែនឯនេះតែធ្វើបែបនេះដូចជាមិនសមនោះទេខ្ញុំមានអារម្មណ៍ថាខ្ញុំទេដែលគូតែទទួលរ៉ាប់រងនៅកិច្ចការទាំងអស់នេះដោយខ្លួនឯងមិនចង់រំខានដល់លោកឡើយខ្ញុំប្រាប់អ្នកនាងប្រមាណដងហើយឲ្យតែឃើញស្នាមញញឹមរបស់អ្នកនាងបែបនេះខ្ញុំមិនខ្លាចហត់ឬក៏អាចនិយាយបានថាខ្ញុំមិនខ្លាចអ្វីទាំងអស់បើបែបហ្នឹងមែនខ្ញុំនឹងញញឹមឲ្យលោកឃើញបែបនេះរហូតហើយហ្នឹងសង្ឃឹមថាលោកនឹងមិនធន់តែចាស់ញញឹមមួយជីវិតក៏ខ្ញុំមិនធន់ដែរណាខ្ញុំចង់ឃើញស្នាមញញឹមរបស់សូនីរហូតដល់ខ្ញុំមិនអាចមើលឃើញអ្វីទាំងអស់នៅលើផែនដីនេះនិយាយការពិតទៅចោះហ្នឹងខ្ញុំមិនចង់ឲ្យលោកនឹងបងប្រុសរបស់លោកឆ្លោះគ្នាដោយសារតែកំហុសរបស់ខ្ញុំនោះទេខ្ញុំជាអ្នកដែលធ្វើឲ្យបានខ្ញុំសាកសមនឹងទទួលកំហុសមួយនេះអ្នកនាងមិនដឹងទេថាបង្យុកជាមនុស្សកាចបែបណាខ្ញុំមិនចង់និយាយច្រើនពីគាត់ទេគ្រាន់តែដឹងថាបើសិនជាខ្ញុំមិនទទួលកំហុសនោះជំនួសអ្នកនាងទេអ្នកនាងអាចនឹងត្រូវប្រឈមមុខទៅនឹងការបញ្ឈប់ចេញពីក្រុមហ៊ុនអរគុណលោកខ្លាំងហើយណាលោកឆៃខ្ញុំសន្យាថានឹងមិនភ្លេចគុណរបស់លោកទេណាចាំខ្ញុំផ្ដល់កាដូមួយឲ្យលោកហើយកាដូនោះខ្ញុំមិនដែលផ្ដល់ឲ្យអ្នកណាផ្សេងឡើយពិតមែនអីអ្នកនាងនេះកុំកុហកខ្ញុំណាប្រាប់ខ្ញុំមុនមកថាអ្នកនាងនឹងផ្ដល់កាដូអ្វីមកកាន់ខ្ញុំកុំប្រាប់ខ្ញុំថាអ្នកនាងសូនីព្រមបកលបេះដូងមកឲ្យខ្ញុំឲ្យសោះណាប៉ាត់ជាឡប់មែនបើសិនជាខ្ញុំឲ្យបេះដូងទៅលោកតើខ្ញុំមានបេះដូងឯណាសម្រាប់រស់នៅបន្តទេលោកនេះកំថ្មីខ្លាំងពេកណាស់លោកអនុប្រធានកំហើញបើថាអញ្ចឹងអ្នកនាងចង់បកលកាដូបែបណាមកឲ្យខ្ញុំនោះខ្ញុំឮថាសំខាន់ស្មានតែជាកាដូបេះដូងតាព្រោះសម្រាប់ខ្ញុំរបស់ដែលសំខាន់ជាងគេនោះគឺបេះដូងរបស់អ្នកនាងនឹងហើយមិនមែនទេណាខ្ញុំនឹងកំដរលោកដើរលេងនៅតាមខេត្តមួយរយៈនេះលោកយល់ព្រមដែរទេបើថាមិនយល់ព្រមទៅក៏មិនអីដែរខ្ញុំមិនហ៊ានបង្ខំទេណាឲ្យតែបាននៅចិត្តអ្នកនាងខ្ញុំគ្មានថ្ងៃបដិសេធជាដាច់ខាតខ្ញុំរីករាយជាមួយគ្រប់យ៉ាងនិងគ្រប់កន្លែងដែលមានអ្នកនាងអ្នកនាងចាស់ស្មិនដាច់ចិត្តមកមើលខ្ញុំហើយមែនទេខ្ញុំស្មានតែអ្នកនាងស្អប់ខ្ញុំហើយខ្ញុំក៏មានកូនចិត្តមួយគិតថាអ្នកនាងមិនចង់ជួបខ្ញុំទៀតនោះទេមិនមែនចឹងទេណាការ៉ាន់ខ្ញុំមានតែខ្មាស់លោកទៅវិញទេដែលធ្វើឲ្យលោកខ្លាចជាបែបនេះខ្ញុំមានអារម្មណ៍ថាមានកំហុសឆ្គងជាមួយលោកខ្លាំងណាស់ការដែលខ្ញុំមកនេះក៏ព្រោះតែចង់សុំទោសលោកណាការ៉ាន់គ្រប់យ៉ាងគឺមកពីខ្ញុំបើសិនជាគ្មានវត្តមានរបស់ខ្ញុំនោះទេលោកក៏មិនខ្លាចទៅជាដូច្នេះដែរមិនមែនជាកំហុសរបស់អ្នកនាងទេខ្ញុំមិនចង់ឃើញអ្នកនាងមានអារម្មណ៍ថាខុសដោយសារតែខ្ញុំនោះឡើយអ្នកនាងចាស់ស្មិនគ្រប់យ៉ាងគឺខ្ញុំជាអ្នករើសខ្ញុំបានសម្រេចចិត្តថារត់ទៅរងគ្រាប់ជំនួសអ្នកនាងនោះជាការសម្រេចចិត្តរបស់ខ្ញុំមិនចង់ឲ្យអ្នកនាងមានអារម្មណ៍ថាខុសនោះទេសូមគោរពដល់ការសម្រេចចិត្តរបស់ខ្ញុំផងណាចាស់ស្មិនពីព្រោះអីខ្ញុំស្រយ៉ាងមិនដែរការ៉ាន់និយាយបន្តទៀតមកណាខ្ញុំមានអារម្មណ៍ថាពេលបាននិយាយជាមួយលោកខ្ញុំពិតជា
ស្រស់ស្រាយនៅក្នុងចិត្តខ្លាំងណាស់ខ្ញុំចង់ប្រាប់លោកថាខ្ញុំពិតជាចូលចិត្តលង ត្រឹមតែចូលចិត្តទេមែនទេមិនអាចលើសពីនេះទេត្រូវដែរទេអ្នកនាង Jasmine ខ្ញុំនិយាយលេងទេណាកុំយកទុកនៅក្នុងចិត្តអីខ្ញុំក៏ចង់ប្រាប់អ្នកនាងវិញដែរថាខ្ញុំក៏មានអារម្មណ៍ដូចជាអ្នកនាងដូចគ្នាគ្រប់ពេលដែលខ្ញុំបានសន្ទនាជាមួយនឹង Jasmine គឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងៗតែម្ដងគឺខ្ញុំមិនដែលជួបអារម្មណ៍បែបនេះពីមុនមកនោះទេ លោកការ៉ាន់ខ្ញុំសួររឿងផ្ទាល់ខ្លួនរបស់លោកតែចោះណាតើលោកធ្លាប់មានតំណែងតំណងស្នេហាពីមុនមកទេសំតណាបើសិនជាសំណួររបស់ខ្ញុំធ្វើឲ្យប៉ះពាល់អារម្មណ៍របស់លោក ខ្ញុំប្រាប់អ្នកនាងតាមត្រង់ខ្ញុំមិនដែលមានស្នេហាពីមុននោះទេតែខ្ញុំកំពុងតែលួចស្រឡាញ់មនុស្សម្នាក់ខ្ញុំមិនដឹងថាគេដឹងខ្លួនឬក៏អត់នោះទេតែខ្ញុំក៏មិនខ្វល់ខ្ញុំដឹងត្រឹមតែឃើញគេមានសេចក្តីសុខខ្ញុំក៏សប្បាយចិត្តណាស់ទៅហើយ តើនារីម្នាក់នោះជានរណាទៅនឹងឯក៏មានសំណាងម៉េងបានជាលោកការ៉ាន់ដាក់ចិត្តស្រឡាញ់យ៉ាងនេះខ្ញុំជូនពរឲ្យលោកទទួលបានគេឆាប់នេះហើយកុំភ្លេចឲ្យខ្ញុំញ៉ាំការផង នេះនាងមិនដឹងអ្វីសោះមែនទេមើលទៅប្រហែលជានាងមិនខ្វល់ពីការស្រឡាញ់របស់ខ្ញុំបន្តិចសោះឡើយខ្ញុំប្រហែលជាត្រូវកាត់ចិត្តពីនាងហើយអរគុណណាស់ Jasmine តែខ្ញុំគិតថាមិនអាចនោះទេព្រោះគេមានមនុស្សនៅក្នុងចិត្តរបស់គេហើយខ្ញុំស្មានតែគេដាច់ស្រេចជាមួយអ្នកចាស់គេហើយតែការពិតទៅគឺមិនអញ្ចឹងនោះទេគេនៅតែតាក់ទងគ្នាដូចដើម នៅពេលខ្លះមិនដូចជាអ្វីដែលយើងគិតទាំងអស់ក៏ថាបានដែរណាកុំអស់សង្ឃឹមក្នុងជីវិតខ្ញុំជឿថាមនុស្សល្អដូចជាលោកការ៉ាន់មិនខ្វះមនុស្សស្រីដែលចង់បាននោះទេហើយការដែលខ្ញុំមកជួបលោកនេះក៏ប្រតែខ្ញុំមានពាក្យខ្លះចង់ប្រាប់ទៅកាន់លោក ពីអីទៅអ្នកនាង Jasmine ឆាប់ប្រាប់ខ្ញុំមកណាសូមបញ្ញាប់បន្តិចមកអ្នកនាងខ្ញុំចង់ដឹងនិងចង់ឮខ្លាំងណាស់ ខ្ញុំសម្រេចចិត្តហើយថាខ្ញុំនឹងលាឈប់ពីការងារមួយនេះដែលសារតែខ្ញុំមានកាតព្វកិច្ចជាច្រើនទៀតដែលមិនទាន់បានធ្វើរួចរាល់សង្ឃឹមថាលោកការ៉ាន់នឹងយល់ផងនេះ មិនអីទេណាឲ្យតែ Jasmine សប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរតែមុនពេលដែលអ្នកនាង Jasmine ចេញទៅខ្ញុំសុំអ្នកនាងរឿងមួយបានដែរទេសង្ឃឹមថាអ្នកនាងនឹងយល់ព្រមទៅចុះណា បើសិនជាលោកការ៉ាន់សប្បាយចិត្តខ្ញុំប្រកាសជាយល់ព្រមនេះណាមួយចាត់ទុកថាជាកាដូនៅពេលដែលលោកបានជួយជីវិតរបស់ខ្ញុំទៅចាស់និយាយមកនេះខ្ញុំចាំស្ដាំ បើសិនជាអ្នកនាងយល់ព្រមខ្ញុំសូមឲ្យអ្នកនាង Jasmine កុំចាកចេញពីខ្ញុំបានទេតែបើសិនជាអ្នកនាងសម្រេចចិត្តរួចហើយខ្ញុំក៏ព្រមដោះលែងអ្នកនាងមិនខាត់នោះទេ ខ្ញុំបានទេដឹងនៅសំណានេះមុនបាត់ទៅហើយណាលោកការ៉ាន់មិនអីទេណាខ្ញុំសូមពេលវេលាគិតមួយរយៈសិនណាខ្ញុំនឹងប្រាប់លោកវិញនៅពេលក្រោយទៅចាស់ នៅខាងមុខផ្ទះនោះគឺជាឡានថ្មីរបស់កូនដែលប៉ានិងម៉ាក់បានទិញជាកាដូពេលដែលគ្រួសារពួកយើងបានជួបជុំគ្នាវិញប៉ានិងម៉ាក់សប្បាយចិត្តណាស់នេះជាអ្វីដែលប៉ាម៉ាក់តែងតែប៉ងនឹងរងចាំមកជាយូរណាស់មកហើយ មែនហើយកូនទោះបីជាពេលនេះកូនសូនីប្រមរស់នៅផ្ទះរបស់ពួកយើងវិញតែម៉ាក់មានអារម្មណ៍ថាមិនសប្បាយចិត្តសោះពីព្រោះកូនចាស់ស្មីនរបស់ម៉ាក់មិនដឹងថាកំពុងតែនៅទីណានោះទេកូនក៏មិនដឹងដែរថាបងចាស់ស្មីននៅទីណាដែរនោះលោកការ៉ាន់បានទូរស័ព្ទមកកូនបាញ់មកនេះថាបងចាស់ស្មីនដាក់ពេលលេខឈប់ពីការងារហើយសម្រាប់កូនគិតថាបងចាស់ស្មីនមិនទាន់រំសាយកំហឹងពីប៉ាម៉ាក់នោះទេ បើសិនជាកូន Jasmine មិនព្រមមកនៅទីនេះវិញក៏ហីទៅចុះប៉ុន្តែប៉ានិងម៉ាក់សុខចិត្តទិញផ្ទះថ្មីមួយផ្សេងទៀតដើម្បីឲ្យកូន Jasmine រស់នៅព្រោះថាកូនអាចស្អប់ម៉ាក់ប៉ាបានតែក្តីស្រឡាញ់ដែលប៉ាម៉ាក់មានចំពោះគេគឺគ្មានអ្វីមកប្រៀបផ្ទឹមបានទេ បាត់ដំណឹងរបស់កូនបែបនេះខ្ញុំខ្លាចក្រែងតែកូនមានបញ្ហាអ្វីនោះទេណាប៉ាវីឆាប់ជួលគេឲ្យតាមរកកូនស្រីរបស់យើងមកវិញមកណាខ្ញុំពិតជាបារម្ភខ្លាំងណាស់ មែនហើយម៉ាក់វាខ្ញុំទំនឹកឃើញពេលដែលម៉ាក់វាឯងនិយាយចាំមើលខ្ញុំតាក់ទងទៅខាងមន្ត្រីប៉ូលីសសិនកូន Jasmine ហើយកូនហេតុអីបានជាកូនទៅជាបែបនេះទៀតហើយនេះនាងទៅនិយាយអីជាមួយនឹងប្អូនប្រុសរបស់ខ្ញុំខ្លះទៅ Jasmine ខ្ញុំប្រាប់នាងណានាងជាប់កងត្រាជាមួយខ្ញុំនាងមិនអាចចាញ់ទៅណាបាននោះទេខ្ញុំមិនអនុញ្ញាតឲ្យនាងទៅដោយងាយៗនោះទេ
តម្លៃកងត្រាននៅប្រមាណដែរទេប្រាប់ខ្ញុំមកណាខ្ញុំនឹងបាំងផ្ដាច់នឹងមិនអាចជីវិតរបស់ខ្ញុំតាក់ទងជាមួយលោកទីននោះទេ លុយ នាងមានលុយយកមកឲ្យខ្ញុំដែរមែនទេនាងបានលុយមកពីណាទៅឬក៏ជាលុយដែលបានមកពីការលក់ខ្លួន អ្នកនាង Jasmine មនុស្សដូចជានាងពិតជាគួរឲ្យខ្លាចណាស់ លោកយូនេះលោកកំពុងតែមើលងាយខ្ញុំពេកហើយណាលោកបានរៀនសូនមានចំណេះដឹងខ្ពង់ខ្ពស់លោកគូតែចេះឲ្យតម្លៃមនុស្សស្រីផងតាំងលោកមានម្ដាយមានបងប្អូនជាមនុស្សស្រីមិនគូណាលងប្រាប់ពាក្យបែបនេះមកដាក់ខ្ញុំនោះទេ ខ្ញុំឲ្យតម្លៃទៅលើមនុស្សណាដែលមានតម្លៃតែប៉ុណ្ណោះមនុស្សដូចជានាងគ្មានតម្លៃសម្រាប់ខ្ញុំទេខ្ញុំប្រាប់នាងនៅ Jasmine តម្លៃរបស់នាងគឺមិនស្មើនឹងសត្វចិញ្ចឹមរបស់ខ្ញុំផង អាមនុស្សប្រុសថោកទាបកាត់តសម្ដេចថោកទាបបែបនេះក៏លោកនិយាយចេញមកដែរខ្ញុំសួរលោកឯងតាមត្រង់នេះលោកឯងមានកំណត់មកវិញជាមួយខ្ញុំឲ្យប្រកាសទេមិនបានជាមកចងកម្មពីជាមួយខ្ញុំមិនឈប់បែបនេះ ល្អណាស់ខ្ញុំប្រាប់នាងនាងមកតាមខ្ញុំមកចាំខ្ញុំប្រាប់នាងថាមានរឿងអ្វីកើតឡើងហើយនាងបានធ្វើអ្វីខ្លះមកលើខ្ញុំនឹងឲ្យនាងដឹងថាការឈឺចាប់របស់ខ្ញុំដោយសារតែនាងវាមានទំហំធំធេងប៉ុណ្ណាឆាប់មក លែងដៃខ្ញុំតាំងលោកយូឆាប់លែងខ្ញុំតាំងកុំអោបខ្ញុំណាខ្ញុំពិតជាឈឺណាស់លែងដៃរបស់ខ្ញុំតាំងលោកមានតែចិត្តស្ដាប់ដៃទេអើយខ្ញុំឈឺណាស់លោកយូលោកចង់នាំខ្ញុំទៅណាហ្នឹងឆាប់ឈប់ឡានភ្លាមតាំងបើសិនជាលោកមិនព្រមឈប់នោះទេប្រយ័ត្នខ្ញុំលោតចុះពីលើឡានទៅណា នាងចង់លោតមែនទេលោតទៅលោតមើលឡានផងប្រយ័ត្នងាប់ខានបានដឹងការពិតខ្ញុំប្រាប់នាងណាជីវិតរបស់នាងក្នុងកាយភ្នែករបស់ខ្ញុំនេះវាគ្មានតម្លៃសំបីតែបន្តិចសោះឡើយ លោកយូលោកជួយបើកឲ្យយឺតជាងនេះបន្តិចបានទេខ្ញុំពិតជាខ្លាចណាស់កុំបើកលឿនពេកឯងណាផ្លូវនេះសម្បត្តិផ្លូវកែងនឹងឡានកងតណាឆ្លងកាត់នេះ នៅឲ្យតែស្ងៀមទៅខ្ញុំមិនភ្លើបើកទៅចូលឡានគេទេខ្ញុំស្រឡាញ់អាយុជីវិតរបស់ខ្ញុំណាស់ក្រាញ់បាញ់មិញនាងចង់លោតណាស់មែនទេពេលនេះចេះខ្លាចចូលឡានទៀតហ៎ នាងប្រែលឿនណាស់ណោះ លោកមិនចាំបាច់មកដើរដងចំពោះខ្ញុំទេណាខ្ញុំគ្រាន់តែប្រាប់លោកទេបើសិនជាខ្ញុំមានបញ្ហាអីកើតឡើងនោះលោកគឺច្បាស់ជាមិនរួចខ្លួននោះទេលោកស្គាល់ប្រវត្តិរបស់ខ្ញុំតិចពេកហើយ ថាម៉េចអ្នកនាង Jasmine បាត់ខ្លួនខ្ញុំមិនយល់ទេថាហេតុអីបានជាទៅបែបនេះពេលនេះខ្ញុំកំពុងទៅតាមរកបង្យុទៀតការងារនៅក្រុមហ៊ុនគាត់ទុកចោលយូរហើយមិនឃើញមកដោះស្រាយសោះ ប៉ាត់ជាពិបាកណាស់បើសិនជាអាចឲ្យពេលវេលាដាស់ថយក្រោយបានខ្ញុំមិនអាចឲ្យបង Jasmine រំលងកសែភ្នែកពីខ្ញុំឡើយខ្ញុំមានអារម្មណ៍ថាប៉ាត់ជាអាណិតបង Jasmine ខ្លាំងណាស់អស់ពីរឿងមួយចូលរឿងមួយក ុំពិបាកចិត្តអីណាសុននីខ្ញុំនៅជាមួយសុននីហើយតាខ្ញុំសន្យាថានឹងធ្វើគ្រប់បែបយ៉ាងដើម្បីជួយសុននីក្នុងការស្វែងរកបងស្រីរបស់សុននីមកវិញកុំបារម្ភអីណាខ្ញុំនឹងជួយអ្នកនាងគ្រប់បែបយ៉ាង លោកវិឆ័យខ្ញុំសុំសួរលោកមួយសំណួរបានទេសង្ឃឹមថាលោកនឹងឆ្លើយវាចេញពីចិត្តចុះណាកុំកុហកខ្ញុំអី បានសួរមកចុះដូចដែលខ្ញុំធ្លាប់បានប្រាប់អ្នកនាងហើយអញ្ចឹងខ្ញុំរាល់ថ្ងៃនេះគ្មានអ្វីលាក់បាំងជាមួយអ្នកនាងទេសុននីកុំបាច់ខ្លាចក្រាញ់ចិត្តអីណា ខ្ញុំគ្រាន់តែមានចម្ងល់ថាមូលហេតុអ្វីបានជាលោកល្អជាមួយខ្ញុំយ៉ាងនេះលោកអាចនិយាយប្រាប់ខ្ញុំបានទេសូមចម្លើយចេញពីបេះដូងរបស់លោកមកណា ខ្ញុំក៏មិនលាក់បាំងអីជាមួយអ្នកនាងទៀតដែរណាសូនីខ្ញុំធ្វើគ្រប់យ៉ាងនេះព្រោះតែខ្ញុំស្រឡាញ់អ្នកនាងខ្ញុំគិតថាអ្នកនាងនេះហើយជាមនុស្សដែលខ្ញុំជ្រើសរើសសម្រាប់អនាគត នេះលោកកំពុងតែលេងសើចជាមួយខ្ញុំមែនទេលោកវិឆ័យតែបើសិនជាពិតមែននោះខ្ញុំគិតថាមនុស្សដូចជាលោកមិនស័ក្តិសមជាមួយខ្ញុំឡើយលោកគួរតែរកមនុស្សស្រីផ្សេងទៅណា ហេតុអីបានត្រូវយករឿងបែបនេះមកលេងសើចសូនីហេតុអីបានជាអ្នកនាងគិតថាអ្នកនាងមិនស័ក្តិសមជាមួយខ្ញុំបែបនេះមានមូលហេតុអីទៅជួយប្រាប់ខ្ញុំឲ្យដឹងផងបានទេ ចង់បានមូលហេតុមែនទេមូលហេតុនោះគឺលោកជាមនុស្សសាវាងថាសូនីខ្ញុំនេះគឺជាមនុស្សស្មោះនឹងស្នេហ៍
ពួកយើងមិនស័ក្តិសមជាមួយនឹងគ្នាទេណាលោកវិឆ័យខ្ញុំមិនបានទុកចិត្តលោកឡើយក៏ព្រោះតែខ្ញុំមិនចង់យកបេះដូងរបស់ខ្ញុំតែប្រឡូកប្រឡាក់ជាមួយនឹងការឈឺចាប់ទេខ្ញុំសុំទោសផងណាដែលនិយាយតាមត្រង់ អ្នកនាងហេតុអីបានជាយកអតីតកាលរបស់ខ្ញុំមកពាក់ព័ន្ធជាមួយនឹងបច្ចុប្បន្នបែបនេះធ្វើបែបនេះខ្ញុំមានអារម្មណ៍ថាអន់ចិត្តជាមួយអ្នកនាងខ្លាំងណាស់ខ្ញុំទទួលស្គាល់ថាពីមុនខ្ញុំខូចខ្ញុំមិនល្អខ្ញុំសាវ៉ាតែអ្នកនាងត្រូវគិតថាមនុស្សដែលសាវ៉ាគឺជាមនុស្សដែលមានស្នេហាដំបូងហើយគេជាមនុស្សដែលធ្លាប់ស្មោះស្នេហាខ្លាំងបំផុតអ្នកនាងដឹងទេពេលនោះគេក្បត់ខ្ញុំស្រឡាញ់គេខ្លាំងណាស់តែគេក្បត់ខ្ញុំទៅយកមិត្តភ័ក្តិរបស់ខ្ញុំដែលជិតស្និទ្ធបំផុតតាំងពីពេលនោះមកខ្ញុំស្អប់មនុស្សស្រីណាស់មនុស្សស្រីគឺខ្ញុំមិនចង់និយាយទេព្រោះខ្ញុំគិតថាមនុស្សស្រីទាំងអស់គឺមិនដូចគ្នាហើយចុះនៅពេលនេះលោកនៅស្អប់មនុស្សស្រីទៀតដែរទេបើសិនជានៅស្អប់ទៀតមិនចាំបាច់និយាយបន្តទៀតឡើយក៏ព្រោះតែខ្ញុំក៏បានគិតរួចហើយដែរថាលោកនឹងមិនស្មោះត្រង់ជាមួយខ្ញុំនោះទេខ្ញុំយកជីវិតមកស្បត់ណាស់សូនីវ័យរបស់ខ្ញុំនេះគឺជាវ័យដែលត្រូវគិតគូរពីអនាគតខ្ញុំឈប់សាវ៉ាហើយខ្ញុំបានជួបអ្នកនាងគឺអ្នកនាងបានកែប្រែខ្ញុំទោះជាយើងមិនមែនជាសង្សារនឹងគ្នាក៏ដោយតែមួយរយៈដែលនៅក្បែរអ្នកនាងគឺខ្ញុំមានអារម្មណ៍ថាកក់ក្ដៅនឹងស្គាល់អ្វីជាតម្លៃនៃការស្រឡាញ់កាត់តែមនុស្សប្រុសដែលមានប្រវត្តិមិនល្អដូចជាលោកពូការសម្ដីណាស់ហ្នឹងខ្ញុំមិនលាក់បានជាមួយលោកនោះទេណាវិឆ័យតាមការពិតទៅខ្ញុំមានមនុស្សក្នុងចិត្តហើយគេក៏មានខ្ញុំដូចគ្នាដែរខ្ញុំអរគុណលោកហើយណាស់សម្រាប់ក្តីស្រឡាញ់មួយនេះបើសិនជាគ្មានគេម្នាក់នោះខ្ញុំប្រកាសជាស្វែងយល់ពីលោកឲ្យបានច្រើនជាងនេះតែនេះមិនអាចទេខ្ញុំមានគេហើយពិតមែនទេមិនអីទេណាសូនីខ្ញុំអរគុណច្រើនដែលអ្នកនាងមិនបានស្អប់ខ្ញុំសង្ឃឹមថាទោះពួកយើងមិនមែនជាសង្សារតែខ្ញុំសូមត្រឹមតែជាមិត្តល្អរបស់អ្នកនាងរហូតទៅបានទេចាប្រកាសជាបានណាស់ឲ្យតែលោកសប្បាយចិត្តហើយញញឹមបានបែបនេះខ្ញុំព្រមធ្វើតាមលោកណាស់សូនីមិនថាពេលនេះអូនមានអ្នកណាអូនបដិសេធបងបែបណាប៉ុន្តែអូនដឹងទេក្តីស្រឡាញ់ដែលបងមានឲ្យអូនគឺធំធេងខ្លាំងណាស់បងមិនដែលផ្ដល់ក្តីស្នេហាបែបនេះឲ្យនរណាម្នាក់ពីមុនមកទេបងសន្យាជាមួយខ្លួនឯងរួចហើយមិនថាចម្លើយរបស់អូនបែបណានោះទេបងនឹងនៅរងចាំអូនឆ្លើយថាស្រឡាញ់បងស្រឡាញ់អូនណាសូនីប្រកាសចិត្តហើយមែនទេថាលោកយុនឹងបងចាស់ស្មីននៅជាមួយគ្នានោះលោកមានអីមកសម្អាងទៅលោកវិឆ័យកុំនិយាយលេងសើចណាស់រឿងនេះគឺពិតជារឿងសំខាន់ណាស់ខ្ញុំក៏ហត់អ្នកនាងបានអីមកវិញទៅខ្ញុំមើលតាមកម្មវិធី Zenly គឺបង្ហាញថាបងយុនិងអ្នកនាង Jasmine គឺកំពុងតែនៅជាមួយគ្នាហើយពួកគេកំពុងតែនៅតាមផ្លូវអាចថានៅក្នុងឡានក៏ថាបានដែរហើយចុះលោកមានស្គាល់ទៅតំបន់ដែលពួកគេកំពុងតែធ្វើដំណើរទៅទីខ្ញុំដូចជាបារម្ភពីបងចាស់ស្មីនរបស់ខ្ញុំណាស់មិនដឹងថាលោកយុធ្វើអ្វីគាត់ទីបើតាមមើលសកម្មភាពរបស់គាត់ដូចជាមិនដែលចូលចិត្តបងស្រីរបស់ខ្ញុំម្ដងណាឡើយលោកឆាប់រំយោគបាយភ្លាមទៅលោកវិឆ័យខ្ញុំមើលតាមកម្មវិធី Zenly គឺបានបង្ហាញយ៉ាងច្បាស់ថាអ្នកនាង Jasmine និងបងយុគឺកំពុងធ្វើដំណើរតាមទៅទីតាំងមួយកន្លែងដែលជាកន្លែងបញ្ចុះសពរបស់បងយូអ៊ីងជាអ្នកណាគេតែងនេះខ្ញុំពិតជាមិនយល់ទេលោកជួយបញ្យល់ខ្ញុំបន្តិចមកហាក់ដូចបានជាត្រូវតាក់ទងជាមួយបងចាស់ស្មីនដែរមិនបានជាកូនត្រូវនាំបងស្រីរបស់ខ្ញុំទៅជាមួយបែបនេះខ្ញុំធ្វើមិនដឹងទៅបើខ្ញុំនៅជាមួយអ្នកនាងហ្នឹងហើយរឿងបងយូអ៊ីងនោះគឺវែងឆ្ងាយណាស់និយាយឲ្យសង្ខេបទៅគឺបងយូអ៊ីងត្រូវជាអតីតគូដណ្ដឹងរបស់បងយុបន្ទាប់មកបងយូអ៊ីងក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យគាត់បាត់បង់ជីវិតហើយរឿងដែលបងយុនាំចាស់ស្មិនទៅរកភ្នោបងយូអ៊ីងខ្ញុំមិនដឹងថាគាត់មានបំណងអីទេព្រោះថាតាំងពីបងយូអ៊ីងបានលាចាកលោកនេះទៅបងយុដូចជាប្លែកខុសពីមុនយ៉ាងម៉េចមិនដឹងទេវាកាន់តែធ្វើឲ្យខ្ញុំសង្ស័យមែនទែនហើយណាបងចាស់ស្មីនបងសង្ឃឹមថាទេវតានឹងតាមថែរក្សាបងទៅចាស់សង្ឃឹមថាបងមានសុវត្ថិភាពផងណាលោកវិឆ័យលោកជួយជូនខ្ញុំទៅទីនោះផងបានទេមិនអីទេអញ្ចឹងតោះពួកយើងឆាប់ចាញ់ដំណើរពេលនេះតែម្ដងទៅកម្រងចាំយូរនាំតែខាតពេលនេះតាជាអ្វីតែលោកយូមិនបានជាលោកនាំខ្ញុំមកទីនេះទៅវិញហើយវាមានអីតាក់ទងជាមួយខ្ញុំទេលោកឆាប់និយាយមកណាតានេះជាភ្នំរបស់អ្នកណាទេ
Jasmine នាងមិនចាំអ្វីសោះមែនទេមនុស្សស្រីម្នាក់នេះហើយគឺជានារីដែលបានស្លាប់ដោយសារតែមនុស្សប្រមឹកដូចជានាងចាំហើយតែធ្វើជាមិនចាំឬក៏នាងមិនចង់ចាំតើលោកកំពុងតែនិយាយពីអ្វីហ្នឹងខ្ញុំធ្វើឲ្យនរណាស្លាប់ទេលោកកំចាត់តែនិយាយហ្នឹងខ្ញុំមិនដែលប៉ះពាល់អាយុជីវិតអ្នកណាម្ដងណាឡើយលោកកំចាត់តែនិយាយប្រយ័ត្នខ្ញុំប្តឹងទេលោកកំពុងតែឈួនមែនតើហើយលោកយងឈួនមែនហើយខ្ញុំឈួនព្រោះតែខ្ញុំបានបាត់បង់មនុស្សដែលខ្ញុំស្រឡាញ់នាងចាក់ចោលខ្ញុំទៅទាំងមិនបានលាហើយគ្រប់យ៉ាងកើតឡើងគឺដោយសារតែនាងគឺនាងតែម្នាក់គត់ណាស់ Jasmine នៅសល់តែមួយខែទៀតខ្ញុំត្រូវចូលរោងការហើយតែនាងជាមនុស្សម្នាក់ដែលបំបែកបំបាក់ខ្ញុំគ្រប់បែបយ៉ាងនាងបំផ្លាញខ្ញុំអស់ហើយខ្ញុំនឹងឲ្យនាងដឹងថាការដែលបាត់បង់មនុស្សដែលខ្លួនស្រឡាញ់វាឈឺចាប់យ៉ាងម៉េចខ្លះតាមពិតតែលោកជាគូដណ្ដឹងរបស់នាងយូអ៊ីងមែនដែរទេតាមការពិតទៅពេលនោះខ្ញុំដាក់តែខ្ញុំទេប៉ុន្តែគឺជានាងទេមិនដឹងបាក់ឡើងមកពីណាក៏មិនដឹងមកក្លាប់ដោយខ្លួនឯងខ្ញុំមិនដឹងអ្វីនោះទេណាវាមិនបានមានអ្វីតាក់ទងជាមួយខ្ញុំឡើយលោកកំពុងតែយកច្រឡំខុសមែនតើហើយយល់ច្រឡំបើសិនជានាងមិនដាច់ឆ្លងផ្លូវហើយយូអ៊ីងប្រឹងកិច្ចពីនាងទេយូអ៊ីងក៏គ្មានបញ្ហាអ្វីកើតឡើងនោះដែរនាងតែម្នាក់គត់ដែលជាមេបញ្ហាខ្ញុំនឹងឲ្យនាងរស់នៅវេទនាជាងស្លាប់ទៅទៀតនេះលោកចង់ធ្វើឲ្យខ្ញុំតែងខ្ញុំប្រាប់លោកហាញ់តែងថាខ្ញុំមិនដឹងអីនោះទេខ្ញុំត្រូវកង់3ជីទៅផ្ទះវិញហើយខ្ញុំក៏ឈប់ធ្វើការនៅផ្ទះរបស់លោកទៀតដែរក៏មកតបជាមួយជីវិតខ្ញុំទៀតនាងមិនអាចទៅណាបានទាំងអស់ហើយឈប់យល់សពទៅថានាងបានត្រឡប់ទៅផ្ទះវិញនោះវាដល់ពេលហើយណាដែលនាងត្រូវសងគ្រប់យ៉ាងមកកាន់ខ្ញុំវិញឆាប់ម្នេះមកលោកយងឆាប់ឡើងខ្ញុំទៅណាលោកចាំមកខ្ញុំទៅណាទៀតហើយឡើងខ្ញុំទៅខ្ញុំពិតជាឈឺណាស់លោកកុំខ្វះការគោរពចំពោះស្ត្រីភេទត្រង់ខ្សោយពេកលោកយងឡើងដាក់ខ្ញុំទៅឡើងខ្ញុំភ្លាមទៅឡើងទៅលោកវិឆ័យលោកមានបានលើកដល់ខ្ញុំដែរទេតាមពិតរឿងវាបែបនេះសោះបានជាលោកយុស្អប់បងJasmineខ្លាំងបែបនេះបងយុនាំនៅនាង Jasmine មកទីនេះដោយសារតែរឿងនឹងសោះអញ្ចឹងតើបានជាមុនដំបូងគាត់ចង់បាននៅនាង Jasmine មកធ្វើការឲ្យណាំងហើយខ្ញុំក៏យល់ដែរថាមូលហេតុអ្វីបានជាបងយុតែងតែហាមខ្ញុំមិនឲ្យតាក់ទងជាមួយនៅនាងឥឡូវនេះពួកយើងគិតយ៉ាងម៉េចទៀតទេលោកវិឆ័យខ្ញុំនៅតែជឿថាបងJasmineមិនតាក់ទងនឹងរឿងនេះឡើយលោកជួយរកនៅមកជោបបែកជួយបងស្រីខ្ញុំភ្លាមតែខ្ញុំពិតជាភ័យណាស់កុំគិតច្រើនអីតោះពួកយើងឆាប់ទៅរកឡានវិញទៅបញ្ញាប់ទៅតាមបងយុខ្ញុំខ្លាចក្រែងតែកំហឹងរបស់គាត់នាំមុខអាចធ្វើឲ្យគាត់ធ្វើរឿងផ្ដេសផ្ដាស់បានចឹងតោះឆាប់ចេញទៅកុំនៅយូរពេកខ្ញុំក៏បារម្ភពីបងJasmineដែរមានគេជូនដំណឹងមកកាន់យើងបាញ់មិញនេះថារឿងដែលយើងបានប្រព្រឹត្តទៅលើនាងយូអ៊ីងគឺបានបែកឃ្លីហើយគឺមានគេដឹងរឿងនេះហើយយើងមិនអាចធ្វើការនៅក្នុងក្រុមហ៊ុននេះបានទៀតទេយើងត្រូវតែកម្ចាត់នាងJasmineចោលគឺវានឹងហើយវាជាគ្រប់យ៉ាងដែលធ្វើឲ្យយើងធ្លាក់ដល់ចំណុចនេះនាងនិយាយពីអ្វីទៅនាងលីដាកម្រងការស្អីរបស់នាងទៀតហើយខ្ញុំដូចជាមិនយល់ទេនិយាយចាំមកណាពីព្រោះថាពេលនេះពួកយើងកំពុងតែនៅលើទូកតែមួយហើយត្រូវហើយមានរឿងអីក៏ឆាប់ប្រាប់មកមិនបាច់លាក់បាំងពួកខ្ញុំនោះទេនាងរស់ពួកយើងក៏រស់ដូចគ្នាដែរណាពួកអញមាននៅចាំបានស្រីម្នាក់ដែលមានឈ្មោះថាយូអ៊ីងដែលត្រូវជាគូដណ្ដឹងរបស់លោកប្រធានយូដែរទេរឿងអីដែលថាយើងចាំបាននោះយើងថែមទាំងចាំបានថានាងបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផងតែយើងជឿថាមានរឿងច្រើនណាស់ដែលពួកនាងមិនបានដឹងហើយវាដល់ពេលហើយដែលពួកនាងត្រូវតែដឹងនោះហើយចុះវាស្អីនាងនឹងនាងលីដាចង់និយាយអីក៏និយាយលឿនមកយើងប្រញាប់ចេញទៅក្រៅផងពីព្រោះមានការងារច្រើនដែលត្រូវបំពេញបន្ថែមនៅពីក្រោយការស្លាប់របស់នាងយូអ៊ីងនោះគឺមានយើងថ្ងៃនោះយើងគឺជាអ្នកទៅកាត់ខ្សែហ្វ្រាំងឡានរបស់វាដោយផ្ទាល់នៅពេលដែលវាគ្រោះថ្នាក់ចរាចរណ៍នោះគឺយើងជួយខ្ញុំផងអ្នកនាងលីដាជួយខលឲ្យឡានពេនឲ្យខ្ញុំផងទៅខ្ញុំសុំវល់អ្នកនាងណាស់ជួយខ្ញុំផងទៅខ្ញុំពិតជាឈឺណាស់ចាំខ្ញុំឲ្យបងយុជ
ជួយដំឡើងតំណែងឲ្យអ្នកនាងណាឆាប់ហើយឡើងពេទ្យមកពិតជាគួរឲ្យអាណិតណាស់អ្នកនាងយូអ៊ីងពេលនេះយើងលែងមានឧបសគ្គអីទៀតហើយនេះតើអ្នកនាងលីដាញ់កំពុងតែនិយាយពីអ្វីហ្នឹងអ្នកនាងនិយាយមកមិនដឹងក្បាលមិនដឹងកតុយបែបនេះខ្ញុំដូចជាមិនយល់នោះទេជួយនិយាយឲ្យច្បាស់បន្តិចមកបានតែចាំយើងនិយាយឲ្យនាងយល់មូលហេតុដែលនាងគ្រោះថ្នាក់បែបនេះគឺមកពីយើងគឺយើងជាអ្នកលួចកាន់ខ្សែហ្វ្រាំងឡានរបស់នាងពេលនេះនាងងាប់បានលែងមាននរណាគេមកប្រជែងជាមួយយើងដើម្បីយកលោកប្រធានយុទៀតហើយនាងពិតជាថោកទាបណាស់នាងលីដាញ់យើងសូមដាក់បណ្ដាសានាងឲ្យវិនិច្ឆ័យព្រាត់ប្រាសគ្រប់ជៀននាងត្រូវចាំថាទោះបីជាអត់ពីយើងទៅក៏បងយងមិនយកមនុស្សស្រីចរិតថោកទាបដូចជានាងដែរមនុស្សដូចជានាងស័ក្តិសមតែជាមួយនរកតែប៉ុណ្ណឹងចិត្តងាប់ហើយនៅសំដីបានទៀតណោះមីខ្ជូអ៊ីងយើងពិតជាពិបាករងចាំការស្លាប់របស់នាងដល់ហើយពេលនេះយើងជាអ្នកមិនថែបឲ្យនាងទៅចោះណាងាប់ទៅមីខ្ជូអ៊ីងអើយឈឺណាស់បានហើយឈប់ទៅយើងឈឺណាស់បងយូជួយអូនផងទៅអូនឈឺណាស់បងយូជួយអូនផងអូនឈឺណាស់យូអ៊ីងអូនមិនអីទេណាយូអ៊ីងហ៎ខ្ញុំកំពុងតែយល់សប្តិមែនទេហេតុអីបានជាខ្ញុំយល់សប្តិឃើញអូនយូអ៊ីងបែបនេះហេតុអីបានជាខ្ញុំយល់សប្តិឃើញលីដាជាដើមហេតុទៅវិញអាឡូជំរាបសួរលោកនាយនៅឯណាហ្នឹងខ្ញុំតាក់តងទៅតម្រាំទៅចូលខ្ញុំជាសែបឆាយាណាលោកនាយពេលនេះខ្ញុំទទួលបានតំណែងថ្មីពីក្តីរបស់អ្នកនាងយូអ៊ីងហើយនិយាយទៅគឺមានការប្រែប្រួល180ដឺក្រេតែម្ដងពីការគិតរបស់លោកនាយបាទជំរាបសួរដោយសារតែខ្ញុំស្ថិតនៅតំបន់គ្មានសេវាទៅពិបាកតាក់ទងបែបនេះមានរឿងអីនឹងសែបឆាប់និយាយខ្ញុំដឹងបន្តិចមកណាខ្ញុំដូចជាមិនយល់នៅអ្វីដែលសែបកំពុងតែនិយាយសោះលោកនាយចាំស្ដាប់ណាខ្ញុំបានរកឃើញមូលហេតុដែលធ្វើឲ្យអ្នកនាងយូអ៊ីងជួបនឹងគ្រោះថ្នាក់ចរាចរណ៍និងប៉ះពាល់ដល់អាយុជីវិតឃើញហើយខ្ញុំក៏ចិត្តកំណត់មុខសញ្ញាជនបង្កបានដែរគឺរឿងនឹងទេមិនខានដល់លោកសែបទេព្រោះជនបង្កគឺកំពុងតែនៅក្បែរខ្ញុំកំពុងតែដាក់ទោសគេជំនួសអូនយូអ៊ីងហើយខ្ញុំនឹងធ្វើឲ្យវាស័ក្តិសមជាទីបំផុតហើយនាងគឺជានាងចាស្មិនមែនទេលោកនាយកំពុងតែនិយាយពីរឿងអីហ្នឹងខ្ញុំវល់អស់ហើយណាគឺខ្ញុំមិនទាន់បានប្រាប់លោកនាយទេតែខ្ញុំក៏ចង់ប្រាប់លោកនាយដែរថាអ្នកនាងយូអ៊ីងស្លាប់មិនមែនដោយសារតែកិច្ចពីអ្នកនាងចាស្មិនទេគឺដោយសារតែឡានរបស់នាងដាច់ហ្វ្រាំងហើយមូលហេតុដែលដាច់ហ្វ្រាំងនោះគឺមានគេជាអ្នកលួចកាត់មួយវិញទៀតអ្នកដែលលួចកាត់នោះគឺជាអ្នកនាងលីដាដែលជាលេខារបស់លោកនាយនឹងឯងអាឡូលោកនាយមានឮខ្ញុំនិយាយដែរទេបាទលោកនាយហើយប្រហែលជាដាច់សេវាទៀតហើយមើលទៅពេលនេះមានតំណែងមកថាអ្នកនាងចាស្មិនបាត់ខ្លួនទៀតតែអំបញ្ញមិញឮលោកនាយថាអ្នកនាងចាស្មិននៅជាមួយគាត់ឬក៏លោកនាយអាយ៉ាមិនបានទេខ្ញុំបញ្ញាប់តាក់ទងទៅកាន់គ្រួសារអ្នកនាងចាស្មិនបន្តិចសិនយ៉ាងម៉េចយើងនិយាយប៉ុណ្ណឹងពួកនាងយល់ហើយមែនទេពេលនេះពួកនាងត្រូវតែជួយយើងរឿងមួយបើមិនដូច្នេះទេពួកអញប្រកាសជាជុំរបស់យើងមិនខាននោះទេអត់ទេណាយើងមិនចង់តាក់ទងជាមួយរឿងសម្លាប់មនុស្សនោះទេនាងឈ្គួតមែនតែនហើយនាងលីដាបើរឿងលួចយកឯកសារនោះគឺយើងធ្វើមែនបើសិនជាឲ្យយើងចូលដៃជាមួយនាងដើម្បីបំពេញជីវិតអ្នកណានោះយើងធ្វើទេយើងខ្លាចជាប់គុកណាយើងប្រាប់ពួកឯងណានាងកទីនិងនាងកឆុំពួកឯងស្ដាប់យើងឲ្យច្បាស់កាលណាដែលនាងឯងមិនព្រមជួយយើងនោះបើសិនជាយើងមានបញ្ហាអ្វីយើងក៏មិនឲ្យពួកនាងបានសុខដែរតែបើសិនជានាងព្រមជួយយើងធានាថាបើយើងជោគជ័យនាងក៏ទទួលបានសុភមង្គលដូចគ្នាដែរនេះនាងកំពុងតែគំរាមពួកយើងមែនទេនាងលីដា
ពួកយើងមិនព្រមធ្វើរឿងឈួតតាមនាងនោះទេនាងតែចោះនរកម្នាក់ឯងចោះបន្តិចទៀតប៉ូលីសមកអូសក្បាលនាងចូលគុកហើយបានចាំយើងទៅប្រាប់លោកប្រធានយងថានាងបានធ្វើអ្វីខ្លះហើយនាងបានផ្សាយសំគំនិតបែបណាខ្លះជាមួយយើងនាងដឹងហើយថាលោកប្រធានយងទុកចិត្តអ្នកណាំងហើយម្យ៉ាងវិញទៀតបើសិនជាយើងជាប់គង់យើងប្រកាសជាប្រឌិតរឿងដែលជាប់តាក់ទងជាមួយនាងឲ្យបានច្រើនជាងនេះបានហើយណាសម្រាប់ថានាងចង់បានអ្វីឲ្យប្រកាសពីយើងទៅនាងលីដានាងនិយាយមកណាយើងជួយនាងតែម្ដងទៀតនេះទេហើយពួកយើងឈប់តាក់ទងជាមួយគ្នាទៀតទេឈប់បំផ្លាញអនាគតពួកយើងទៀតល្អប៉ាច់ជាល្អណាស់យើងមិនឲ្យពួកនាងតើសម្រាប់មនុស្សអីទេមិនចាំបាច់បារម្ភឡើយពេលនេះយើងគ្រាន់តែចង់ដឹងថានាងចាស្មីននៅលោកប្រធានយុនៅឯណានាងកាទីងយើងដឹងថានាងពូកែខាង IT ខ្លាំងណាស់បែបនេះហើយយើងត្រូវការឲ្យនាងស្វែងរកទីតាំងរបស់លោកប្រធានយុនិងនាងចាស្មីនឲ្យយើងអូយនាងឈួតទេអីនាងលីដាយើងធ្វើមិនដឹងទេថាពួកគាត់នៅទីណានោះយើងក៏ជាមនុស្សធម្មតាដូចជានាងដែរនេះនាងគិតថាយើងជាគ្រូទាយឬក៏ជាគ្រូចាប់ខ្មោចទេយើងមិនដឹងទេបានអញ្ចឹងសម្រាប់ថារឿងរបស់នាងគឺត្រូវបែកឃ្លាទៅក្រៅហើយណានាងត្រៀមខ្លួនដើរចេញពីក្រុមហ៊ុននេះឲ្យហើយទេឬក៏យល់ល្អអាចត្រៀមខ្លួនជាប់គុកឲ្យហើយកថាបានដែរណាបានយើងព្រមជួយនាងក៏បានដែរណានាងលីដាតែនាងត្រូវតែសន្យាជាមួយយើងដូចគ្នាដែរថាឈប់តាក់ទងជាមួយយើងតទៅទៀតនាងលើដែរទេលោកវិឆ័យនេះឡានរបស់លោកបែកឆ្នាំដែរមែនទេបានជាសុកមករលត់កណ្ដាលផ្លូវបែបនេះខ្ញុំធ្វើមិនដឹងទៅនៅនាងសូនីខ្ញុំក៏មិនចង់ឲ្យខ្លាយទៅជាបែបនេះដែរនៅនាងកុំទះសារពេកចាំខ្ញុំព្យាយាមគិតនិងរិះរកបញ្ចោបាយបន្តិចសិនមិនដឹងថាបងចាស់ស្មីននៅពេលនេះយ៉ាងម៉េចទៅហើយទេខ្ញុំគិតអីមិនចេញឡើយមិនដឹងថាបងប្រុសរបស់លោកយកបងស្រីខ្ញុំទៅធ្វើអ្វីខ្លះទេបើសិនជានៅនាងបតន់បែបនេះមិនបានជានៅនាងមិនហៅសង្សារសំណប់ចិត្តរបស់នៅនាងឲ្យមកជួយទៅប្រហែលជាគេមានឡានទំនើបជាងខ្ញុំសម្បូរលុយជាងខ្ញុំហើយបើតាមខ្ញុំគិតនោះលោកនេះនៅនឹកឃើញរឿងគេទៀតមែនទេខ្ញុំប្រាប់លោកតាមត្រង់ណាលោកវិឆ័យខ្ញុំគ្មានសង្សារនោះទេហើយខ្ញុំក៏មិនមែនជាមនុស្សស្រីមុខលុយដូចជាលោកគិតនោះដែរមិនពេលដែលលោកហាមកនិយាយហ្នឹងគូតែពិចារណាខ្លះផងទេនៅនាងសូនីនេះនៅនាងនិយាយពិតមែនទេហើយមានសង្ឃឹមរស់បន្តទៀតហើយខ្ញុំនៅនាងសូនីអំបញ្ញមិញបើខ្ញុំនិយាយទៅមានការខុសឆ្គងអីឲ្យខ្ញុំសុំទោសផងណាអូពេលនេះឡានឆេះវិញហើយបានចាំពួកយើងឆាប់ចេញឡានទៅខ្ញុំពិតជាបារម្ភពីសុខទុក្ខរបស់បងចាស់ស្មីនខ្លាំងណាស់ជំរាបសួរអ្នកបងនេះកូនប្រុសរបស់អ្នកបងនាំកូនស្រីខ្ញុំទៅកន្លែងណាដែរខ្ញុំបាត់កូនស្រីខ្ញុំរកមិនឃើញមួយថ្ងៃហើយខ្ញុំប្រាប់អ្នកបងណាបើសិនជាកូនខ្ញុំមានបញ្ហាអ្វីនោះខ្ញុំមិនលើកលែងឲ្យគេនោះទេមានរឿងអីនឹងអ្នកបងមិនក៏ចេញមកច្រឡោតខ្លាំងយ៉ាងនេះមានរឿងអីក៏អាចនិយាយគ្នាតាមស្រួលបានណាគ្រប់យ៉ាងគឺមានវិធីដោះស្រាយឲ្យតែយើងចេះរិះរកមធ្យោបាយអ្នកបងនិយាយថាកូនរបស់ខ្ញុំនឹងកូនខ្ញុំមួយណាដែរហើយចុះកូនរបស់អ្នកបងមួយណាវិញទេក្រែងអ្នកបងគ្មានកូនទេមែនទេគឺជាកូនរបស់ខ្ញុំចាស់ស្មីនដែលធ្វើការនៅផ្ទះរបស់អ្នកបងនោះគេជាកូនស្រីបង្កើតរបស់ខ្ញុំបានរកគេឃើញវិញហើយប្រុសយងនិងចាស់ស្មីនមិនដែលត្រូវគ្នាទេហើយបាញ់មិញនេះមិនត្រីប៉ូលីសបានតាក់ទងមកខ្ញុំថាគេនៅជាមួយគ្នាបើសិនជាកូនស្រីខ្ញុំមានបញ្ហាអ្វីនោះកុំគិតថាខ្ញុំនៅស្ងៀមឲ្យសោះយ៉ាងមិនទៅវិញនឹងអ្នកបងហូយខ្ញុំវល់អស់ហើយខ្ញុំកំពុងតែតាមរកកូនយុដូចគ្នាដែរណាខ្ញុំមិនដឹងថាពេលនេះកូនយុគេនៅទីណានោះទេហើយបើសិនជាខ្ញុំដឹងថាកូនយុនាំកូនស្រីអ្នកបងទៅជាមួយនោះខ្ញុំក៏មិនបណ្ដោយឲ្យគេធ្វើបែបនេះទេតែគេធ្វើអីខ្ញុំពិតជាមិនបានដឹងពិតមែនហើយគេក៏មិនបានប្រាំឬក៏ជូនដំណឹងមកកាន់ខ្ញុំសូម្បីតែមួយម៉ាន់ខ្ញុំក៏មិនដឹងដែរថាពួកគេនៅទីណានោះខ្ញុំគ្រាន់តែដឹងថាពួកគេនៅជាមួយគ្នាខ្ញុំតាក់ទងទៅកូនប្រុសអ្នកបងដែរតែគេមិនលឺហើយនេះកូនស្រីរបស់ខ្ញុំជាស្រីថែមទៀតឆាប់ធ្វើរឿងអ្វីមួយដែលជាជំរឿនល្អផងទេចាមិនអីទេអ្នកបងក៏បារម្ភអីខ្ញុំនឹងព្យាយាមតាក់ទងទៅកាន់កូនយុឲ្យខ្លាំងជាទីបំផុត
បើសិនជាកូនចាស់ស្មីនមានបញ្ហាអ្វីនោះខ្ញុំសន្យាថានឹងទទួលរ៉ាប់រងគ្រប់បែបយ៉ាងមិនអីទេណាដែលមិញនេះខ្ញុំច្រឡោតបន្ទិញពួកយើងគូតែរិះរកមធ្យោបាយដែលល្អទិញខ្ញុំជឿថាកូនយុជាមនុស្សល្អដែលមានចំណេះដឹងខ្ពង់ខ្ពស់ខ្ញុំជឿថាគេមិនធ្វើអ្វីលើសលួសលើចាស់ស្មីនឡើយតែពេលនេះពួកយើងត្រូវតែដឹងឲ្យបាននៅទីតាំងដែលពួកគេកំពុងស្នាក់នេះហើយយើងគូតែធ្វើអ្វីបន្តទៀតចាំគិតគ្នាបន្តនេះចាអ្នកបងឥឡូវយើងគិតបែបនេះវិញទៅចាំខ្ញុំតាកតងទៅកូនឆៃប្រហែលជាគេអាចដឹងពីដំណឹងរបស់បងគេច្រើនអញ្ចឹងប៉ុណ្ណឹងសិនបានហើយណាអ្នកបងចាំពេលមានការអីឬក៏ទទួលបានព័ត៌មានបន្ថែមចាំខ្ញុំតាកតងទៅកាន់អ្នកបងវិញណាអ្នកបងកុំគិតច្រើនអីឆាប់សម្រាប់ទៅណាកូនមិនមានបញ្ហាអ្វីឡើយចាស់ជម្រាបលាសិនហើយអ្នកបងបើសិនជាមានបញ្ហាអ្វីជួយតាកតងមកកាន់ខ្ញុំផងណាចាំខ្ញុំរងចាំយូអ៊ីងតើអ្នកណាជាអ្នកធ្វើឲ្យអូនទៅជាបែបនេះពិតប្រាកដទៅហេតុអីបានជាអូនមិនប្រាប់បងបែបនេះអញ្ចឹងអូនដឹងទេចាប់តាំងពីពេលដែលបែកគ្នាពីអូនបងមិនដែលមានសេចក្តីសុខម្ដងណាទេបងពិបាកចិត្តបងមិនសនុកក្នុងចិត្តនោះទេបងមិនដែលសោះមិនបានជាអូនទុកបងចោលហេតុអីទៅយូអ៊ីងហេតុអីបានជាអូនធ្វើបែបនេះហេតុអីទៅអូននៅទីណាយូអ៊ីងអូននៅទីណាឆាប់ចេញមកនិយាយគ្នាឲ្យដឹងរឿងជាមួយបងអូនមិនអាចទុកឲ្យបងនៅម្នាក់ឯងបែបនេះបានទេបងស្រឡាញ់អូនណាបងនឹកអូនណាបងធ្វើគ្រប់យ៉ាងគឺសុទ្ធសឹងតែដើម្បីអូនមានយល់ពីបងខ្លះទេបងយងអូនមិននៅចិត្តបងហើយអូនសុំទោសណាស់ដែលមិនអាចនៅក្បែរបងមិនអាចមើលថែបងបណ្ដោយឲ្យបងធ្លាក់ខ្លួនទៅជាបែបនេះយូអ៊ីងមិនបានជាបាត់អូនអញ្ចឹងយូអ៊ីងអូននៅណាឆាប់ចេញមកបងចង់អោបអូនឆាប់បង្ហាញខ្លួនមកណាយូអ៊ីងមកជួបបងម្ដងទៀតមកមានរឿងច្រើនណាស់ដែលពួកយើងមិនទាន់បាននិយាយគ្នាហើយកាន់តែច្រើនថែមទៀតសម្រាប់រឿងដែលយើងមិនទាន់បានបំពេញរួមគ្នាអូនមកវិញមកយូអ៊ីងបងយូពួកយើងនៅភពពីផ្សេងគ្នាបងមិនអាចប៉ះអូនបានទេបងដឹងទេអូនក៏នឹកបងដូចគ្នាដែរនឹកលើបងនឹកអូនរាប់រយរាប់លានដងបងយូអូនដឹងថាពួកយើងនៅមានរឿងជាច្រើនទៀតដែលមិនទាន់បានធ្វើរួមគ្នាក៏ប៉ុន្តែរឿងខ្លះឲ្យអូនសុំទោសដែលមិនអាចធ្វើជាមួយបងបានបងអើយគ្មាននរណាម្នាក់ចង់បាច់ពីមនុស្សដែលខ្លួនស្រឡាញ់នោះទេតែព្រមលិខិតកំណត់ឲ្យពួកយើងជួបគ្នាតែប៉ុណ្ណឹងបងពុំគូមានការចង់គំនុំទៅលើនរណាម្នាក់ឡើយបងមិនគូឆាវឆាវនោះទេតាមការពិតទៅបើសិនជាអូនប្រាប់ការពិតដល់បងនោះវិញ្ញាណរបស់អូនប្រកាសជាមិនអាចបង្ហាញខ្លួនបែបនេះបាននោះទេអូនមិនអាចនិយាយអ្វីបានទាំងអស់អូនប្រកាសជារលាយខ្លួនចេញពីមុខបងភ្លាមបងគ្រាន់តែដឹងថាពេលនេះបងសម្រេចចិត្តខុសហើយនេះអូនចង់និយាយថាចាស់មិនមែនជាដើមហេតុដែលធ្វើឲ្យអូនទៅជាបែបនេះទេមែនទេឬមួយក៏ជាមនុស្សស្រីម្នាក់នោះដែលខ្សែប្រាប់បងពិតប្រាកដមែនបងយងបងស្រឡាញ់អូនបងភ្លេចអូនចោលទៅពេលនេះគ្រប់យ៉ាងគឺអាស្រ័យទៅលើបងហើយតែអូនចង់ប្រាប់បងថាក្តីស្រឡាញ់របស់អូនគឺតាំងតែថិតថេរមិនដែលប្រែប្រួលម្ដងណាឡើយអូនតាំងតែចង់ចាំអំពើល្អជាមួយនឹងភាពស្មោះត្រង់របស់បងគ្រាន់តែថាអូនដល់ពេលវេលាហើយនឹងហើយបងវិញនោះក៏គូតាជុំអ្នកថ្មីដែលល្អជាងអូនលៀបបងប៉ុណ្ណឹងសិនហើយណាបងយងថ្ងៃក្រោយឬក៏ជាតិក្រោយពួកយើងចាំជួបគ្នាទៀតអូនស្រឡាញ់បងស្រឡាញ់បំផុតអត់ទេណាអត់ទេយូអូនមកវិញមកជួបបងម្ដងទៀតមកបងមិនអាចខ្វះអូនបានទេ
បងចង់ជួបអូនម្ដងទៀតមួយនាទីក៏បងយល់ព្រមដែរអាឡូបងឆៃបងនៅឯណាហ្នឹងខ្ញុំឮថាចាស់ស្មិននិងបងយុនៅជាមួយគ្នាណាបងយុនាំចាស់ស្មិនទៅណាដែរបងឆាប់ប្រាប់ខ្ញុំមកខ្ញុំនឹងទៅរកពួកគេឥឡូវនេះនេះឯងកុំនិយាយច្រើនពេកមើលអាការ៉ាន់បងមិនទាន់ដឹងច្បាស់ទេតែបើតាមបងគិតគឺបងយុនាំនៅនឹងចាស់ស្មិនទៅផ្ទះខ្ទមនៅឯចំការគាត់ពេលនេះឡានបងកំពុងតែខូចអលត់ឆេះអញធុញចង់ប្រកាច់ហើយហ៎បើបែបហ្នឹងចាំខ្ញុំយកឡានរបស់ខ្ញុំទៅរកបងចាំខ្ញុំបន្តិចទៅណាតែមួយផ្លេតទៀតខ្ញុំទៅដល់ហើយនិយាយថាបងកំពុងតែនៅផ្លូវចូលទៅចំការមែនទេបងបងកំពុងតែនៅផ្លូវចូលទៅចំការជាមួយសូនីនិយាយអញ្ចឹងឯងជាលេងឈឺហើយមែនទេអាការ៉ាន់ណែបើថាឈឺដេកទៅកុំខំពេកប្រយ័ត្នតែមកមានបញ្ហាអីហ្នឹងចូលពេទ្យទៀតហើយវើយមិនអីទេណាបងអរគុណច្រើនហើយដែលបារម្ភពីខ្ញុំតែដើម្បីនាងចាស់ស្មិនខ្ញុំត្រូវទៅខ្ញុំមិនអាចឈរមើលនាងមានបញ្ហាបាននោះទេយេអានេះហើយឯងកាត់ពូជទៅរកអ្នកណាគេអីក៏សម្បើម្លេះស្ដាប់សម្ដីរបស់ឯងដូចជាកាត់តញូជាមួយស្រីដល់ហើយបើថាចង់មកក៏មកតែបងប្រាប់ឲ្យហើយណាពាក់អាវក្រោះមកផងប្រយ័ត្នត្រូវគ្រាប់កំភ្លើងទៀតវើយបាត់បង